ការពិភាក្សាមុនយើងទៅតំបន់ជីផាតហើយវគ្គនេះយើងនឹងទៅតំបន់អូសោមដេកមួយយប់នៅកណ្ដាលភ្នំខ្នងកញ្ចក់ឡើងភ្នំទាំងពេលរសៀលភ្លៀងធ្លាក់ស្រិចនិងទៅដល់កំពូលភ្នំកណ្ដាលថ្ងៃលិចផងដែរទាំងអស់នេះគឺជាបទពិសោធន៍ធ្វើដំណើរមួយថ្ងៃពេញនិងស្នាក់នៅលើភ្នំមួយយប់បន្ទាប់ពីយើងបានបញ្ចប់បេសកកម្មកាលពីភាគមុនយើងបានធ្វើដំណើរបន្តទៅកាន់អូសោមដូចអ្នកទាំងអស់គ្នាមើលមុនឬក៏មិនទាន់បានមើលអញ្ចឹងបេសកកម្មរបស់យើងបានរៀបចំផែនការកាលពីម្សិលមិញថាយប់នេះយើងនឹងស្នាក់នៅខ្នងកញ្ចក់ដែលជាទីកន្លែងមួយនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជននៃឃុំអូសោមសង្ឃឹមថាខ្ញុំអានត្រូវទៅចុះអ្វីដែលយើងបងប្រាថ្នាគឺផ្លូវនេះឯងផ្លូវជីផាតអរ៉ែងឬក៏អរ៉ែងជីផាតខ្ញុំធ្លាប់ជិះផ្លូវនេះម្ដងផ្លូវនេះគឺស្អាតណាស់បន្ទាប់យើងសាកស្រមៃថាកាលដែលយើងជិះលើកមុននោះផ្លូវតូចតែ1ម៉ោងតូទេហើយអមទៅដោយព្រៃព្រឹក្សានៅជុំវិញខ្ញុំចាំបានថាពេលដល់កន្លែងមួយនោះមានស្លឹកឈើធំហុំព័ទ្ធមកលើផ្លូវតែម្ដងហាក់បីដូចជានៅក្នុងសាច់រឿងដែលអ្នកទាំងអស់គ្នាធ្លាប់មើលកន្លងមកអញ្ចឹងតែទស្សនវិជ្ជាជាក់ស្ដែងពេលដែលយើងជិះលើកនេះដែលយើងបងប្រាថ្នាថាប្រហែលជាពិបាកហើយតែមែនអីស៊ីផុយមកដល់ភូមិស្រស់ស្រូបអាហារពេលព្រឹកធ្វើមិនដឹងអាហារពេលព្រឹកដែលយើងបានស្រង់ច្រកមកពីអូមលូក៏យើងទុកសម្រាប់អាហារថ្ងៃត្រង់តែម្ដងទៅយើងហូបកាទៀវនៅនេះជិះគ្នាលេងមុនពេលដែលយើងបន្តដំណើរទៅទៀតគឺធ្វើយ៉ាងណាក៏ដោយឲ្យទៅដល់អូសោមបានយ៉ាងយូរបំផុតគឺម៉ោង1បន្ទាប់ពីយើងញ៉ាំកាទៀវញ៉ាំមីញ៉ាំអីហើយយើងក៏មកដាក់កាហ្វេដើម្បីឲ្យរាល់ពួកយើងមកចតទីនេះតែម្ដងទេបន្តមកទៀតយើងនឹងចាក់សាំងម្ដងទៀតនៅផ្លូវបំបែកចូលទៅកាន់ផ្លូវជាតិលេខ10បបែកត្រង់កាច់ចូលទីក្រុងកោះកុងហើយនឹងចូលទៅកាន់ផ្លូវជាតិលេខ10តែម្ដងអញ្ចឹងខ្ញុំដាក់កាហ្វេមួយបិទ sticker មួយឲ្យប្រកាសថាខ្ញុំបានមកដល់កន្លែងនេះខំសួរហូតរ៉េនសួរអីអត់មានទុំប្រហែលជាលក់ដាច់ហើយនេះអញ្ចឹងក៏គ្រប់គ្នាបានដាក់កាហ្វេជជែកគ្នាលេងមើលទឹកអូហើយទឹកស្ទឹងនេះទឹកស្ទឹងអរ៉ែងនេះវានឹងឡើងធំខ្ញុំបានធ្លាប់ឆ្លងកាត់ដោយទូកដរផងដែរនៅតំបន់នេះតំបន់អរ៉ែងខ្ញុំធ្លាប់បានមកកាលប្រហែលជាជាង10ឆ្នាំមុនហើយនឹងមកជាបន្តហូរហែដែរតែមិនបានទៅដល់ខាងជំនាប់អីសោះតែម្ដងគឺត្រឹមតែកាត់តាមផ្លូវនេះឯងបច្ចុប្បន្នគឺផ្លូវស្រួលមែនតើស្រួលរហូតដល់តំបន់អរ៉ែងតែម្ដងចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់មកតំបន់អរ៉ែងជិះតាមជីផាតក៏បានជិះចេញពីផ្លូវ48មកក៏បានដែរយើងមិនជួប្រមាណក៏ដល់ផ្លូវជាតិ48ប្របែកគឺដូចអ្នកទាំងអស់គ្នាឃើញចឹងផ្លូវស្រួលមែនតើទីបំផុតយើងក៏មកដល់អូសោមរៀបចំស្រស់ស្រូបអាហារដែលយើងបានខ្ចប់មក3ម៉ោងរៀបចំទៅកាន់ឥឡូវម៉ោង2ម៉ោង5ដល់ហើយអូវិលងាយហ៎បាទវិលងាយWelcome to Unplanned Vlog ណាមានអីណាឆ្នាំជក់នោះណាជក់នោះពាក្យខាំមែនតោះហើយនៅតែមិនប្រុងរត់តាមទេសឹកអីមុខណាគេ
tình mua oi vô gì cái geography lấy tranh tạo vào tình oi mua tiết rồi mà tranh geography tập ចាប់ពីនាទីនេះទៅគឺយើងចូលលក្ខណៈផ្សងព្រេងហើយយើងធ្វើដំណើរដោយថ្មើរជើងធ្វើទៅកាន់ខ្នងកញ្ចក់បើតាមការប៉ាន់ស្មានប្រហែលជា3ម៉ោងយ៉ាងតិចដែលយើងត្រូវធ្វើដំណើរដោយថ្មើរជើងយើងត្រូវដើរកាត់វាលកាត់ផ្លូវអាតេកូផ្លូវនេះឈូសហើយតែកាត់ដាច់ដោយកង់ដោយមានទឹកអូននិងស្ពានដែលมันអាចឲ្យរថយន្តឬក៏រថយន្តផ្សេងធ្វើដំណើរឆ្លងកាត់បានអញ្ចឹងយើងត្រូវតែធ្វើដំណើរដោយជើងយើងដើរកាត់វាលស្រែរបស់អ្នកភូមិឬក៏វាលផ្សេងដែលគេបានទុកចោលនៅទីនេះយើងត្រូវធ្វើដំណើរបែបនេះយូរទៀតដែរមុននឹងទៅកាន់ជើងភ្នំដល់ហើយឡាទីបំផុតយើងចូលមកកាន់ចំណតឈប់សម្រាកទី1ដែលជាកន្លែងដែលយើងត្រូវចាំគ្នាព្រោះយើងគៀកមែនតើហើយពេលដែលយើងមកភ្នំយើងមកដល់ល្បាក់ប្រហែលម៉ោង3នៅជើងភ្នំនេះហើយគ្រប់គ្នាបានពិនិត្យមើលម្ដងទៀតរៀបចំមានទៀកមានអីតាមជើងអីអត់មើលអីវ៉ាន់ហោហែខ្ញុំមានអីវ៉ាន់តែមួយកាបូបទូចទេតែដោយសារតែយើងមិនបានរៀបចំមុនកាបូបទូចនេះក៏មិនសូវមានអីកាន់ឲ្យស្រួលបួលដែរខ្ញុំត្រូវច្នៃដោយខ្លួនឯងដើម្បីដាក់កាន់សម្រាប់ការឡើងភ្នំមួយនេះដោយសារតែកាបូបមួយនេះគឺជាកាបូបម៉ូតូទេខ្ញុំត្រូវយកមករៀបចំដើម្បីកាន់ឡើងភ្នំការធ្វើដំណើរនេះគឺមានការចូលរួមពីមិត្តភ័ក្តិផ្សេងទៀតដែរដែលគាត់បានចូលរួមពីអ្នកបន្ថែមទៀតនៅក្នុងដំណើរមួយនេះអញ្ចឹងយើងបានរហូតទៅដល់8នាក់ជាមួយនឹងកាយមែនទែនទៅយើងបានហៅអ្នកនៅក្នុងភូមិកាយក្នុងតំបន់ដែលនៅចាំយើងហើយមានអ្នកត្រួសត្រាយផ្លូវម្នាក់មានន័យថាគាត់ពួនតំបន់នេះមិនសូវមានអ្នកឡើងមកដល់ទេតើតែមានអ្នកឡើងមកដល់បានគាត់រៀបចំទីតាំងមួយនេះអញ្ចឹងភាគច្រើននៅតំបន់នេះមិនសូវមានអ្នកដើរមកដល់ឬក៏មកទស្សនាប្រមាណទេតំបន់នេះគេឲ្យឈ្មោះថាខ្នងកញ្ចក់ដែលនៅទីនេះគឺមានភ្នំពយមួយដែលភាគច្រើនគឺថ្មធំសិលាធំដែលមានពណ៌សឡើងទៅលើពយតែម្ដងអញ្ចឹងវាពិបាកឡើងដែរអញ្ចឹងគ្រប់គ្នាត្រូវតោងវัวត្រូវវិធីសាស្ត្រផ្សេងដើម្បីអាចទៅដល់ខាងលើនឹងឯងបើយើងនិយាយអំពីប្រវត្តិនិងពយថ្មមួយនេះមូលហេតុដែលអ្នកភូមិហៅថាខ្នងកញ្ចក់ដោយសារតែថ្មមួយនៅទីនេះភាគច្រើនគឺពណ៌សហើយពេលដែលថ្ងៃចាំងចំតំបន់ភ្នំមួយនេះវានឹងភ្លឺទៅដល់អ្នកភូមិតែម្ដងអញ្ចឹងហើយបានគេហៅថាខ្នងកញ្ចក់តគ្នាមកនឹងឯងមកដល់កន្លែងនេះយើងជួបពុកផ្លូនដែលជាអ្នកសហគមន៍មួយដែលគាត់បានត្រួសត្រាយគាត់អ្នកភូមិតែម្ដងអញ្ចឹងគាត់បានទៅត្រួសត្រាយធ្វើក្អីធ្វើលុកឲ្យយើងមុនដើម្បីប្រកាសថាយើងមានផ្លូវឡើងឲ្យស្រួលយើងឡើងផ្លូវនេះតែយើងចុះគឺផ្លូវផ្សេងអញ្ចឹងត្រូវតែប្រកាសថាមានសុវត្ថិភាពក្នុងការដើរកុំឲ្យវិញគ្នាយើងត្រូវដើរហៅគ្នាចាំគ្នាស្រែកវោវាស់ហៅអញ្ចឹងទៅគាត់អត់បានឡើងជាមួយយើងទេគាត់ត្រួសត្រាយហើយគាត់ចុះមកវិញជួបយើងនៅជើងភ្នំនេះឯងអញ្ចឹងយើងក៏បន្តដំណើរទៅមុខទៀតអ្វីដែលយើង surprise នោះដោយសារតែមានគ្នាយើងម្នាក់គាត់ត្រូវស្ពាយកតាបធំធ្ងន់ហើយយើងស្មានតែពួកគាត់ចុះមកខាងក្រោមហើយស្ពាយកតាបនឹងឡើងទៅវិញដូច្នេះហើយតម្រូវឲ្យគ្នាយើងម្នាក់ត្រូវស្ពាយហ្នឹងមែនតើខ្ញុំត្រូវជួយគាត់នៅក្នុងការដើរជាក់ស្ដែងដើរមិនទាន់បានប្រមាណផងធ្លាក់អណ្ដាតបែកកង់បាត់ទៅហើយវាមិនហត់ណាស់ពេកដែរទេតែវាក៏ពិបាកដែរសម្រាប់អីវ៉ាន់ធ្ងន់អញ្ចឹងយើងដើរទៅប៉ុណ្ណាយើងនឹងឆ្លាស់ជួយគ្នាប៉ុណ្្នឹងដែរអ្នកនៅខាងមុខខ្ញុំនេះគឺ ADV បាទម្ចាស់ ADV ក្នុងដំណើរកម្សាន្តមួយនេះយើងមានម៉ូតូ ADV មួយគ្រឿងដែរដែលយើងគិតថាប្រហែលជាយើងត្រូវជួយគាត់ច្រើនតែជាក់ស្ដែងតាមផ្លូវគ្មានណាស្រួលវឹងជិះតាម ADV មិនចង់ទាន់ផងគាត់ជាអ្នកឡើងភ្នំច្រើនដែរអញ្ចឹងមិនមែនជាឧបសគ្គសម្រាប់គាត់ទេយើងមានកាយ2នាក់ដើរជាមួយយើងស្ពាយវ៉ាន់ដែលមានស្រាប់នៅក្នុងហ្នឹងអញ្ចឹងម្នាក់នៅខាងមុខហើយម្នាក់ទៀតនៅខាងក្រោយយើងដើរឆ្លងកាត់តំបន់ខុសៗគ្នាកន្លែងខ្លះត្រូវរុកអោនចុះប
បបាក់មែនតើហើយកន្លែងខ្លះក៏ល្អលទួលខ្ពស់អីចឹងទៅអ្នកដែលឡើងភ្នំប្រហែលជាដឹងថាទស្សនវិជ្ជាបែបម៉េចហើយគ្រាន់តែឃើញទស្សនវិជ្ជាអញ្ចឹងអ្នកមួយចំនួនឃើញថនអញ្ចឹងមិនដឹងខ្ពស់ទេតែទៅជាក់ស្ដែងគឺប្រកបណាស់យើងឃើញតែអង្គុយដឹងហើយcòn ấy chọn cái ចឹងសម្រាប់ជាន់ទី1ចាំគ្នាកន្លែងនេះគឺជើងភ្នំបានប្រហែលជា20-30% ប៉ុណ្ណោះដែលយើងធ្វើដំណើរមកនេះភ្នំនេះគឺសបោទាកជាពិសេសគឺខែនេះហើយគឺសបោមែនតើมันអាចអត់បានទេហើយយើងក៏មិនបានត្រៀមអីដែរអញ្ចឹងលោកខ្វេះមើលពេញទៅជើងហ្នឹងឯងគ្មានខ្លាចស្អីប្រមាណទេមែនតើទៅខ្ញុំក៏រៀងអញើតដែរមិនមែនថាខ្លាចឬក៏មិនអត់ខ្លាចសោះហ្មងទេគឺយ៉ាងអញើតវាដែរអញ្ចឹងយើងត្រូវតែប្រុងប្រៀបជានិច្ចដោយសារតែយើងអត់បានត្រៀមអីទេការពីជិះមកនឹងថារោឆ្នាំខ្លាំងដាក់មកជាមួយអ្នកដែលនាំមកក៏ភ្លេចទៅអញ្ចឹងក៏អត់ចឹងទៅអញ្ចឹងឈប់កន្លែងនេះយើងជួយណែនាំគ្នាថាពេលឈប់នឹងមិនបត់ពិសោធន៍អ្នកឡើងភ្នំនេះឡើងភ្នំនោះអីចឹងហោហែចឹងទៅដាក់ទឹកមកតំណក់ពីតំណក់ចាំគ្នាហ្នឹងឯងនេះទើបតំណាក់អត់ដល់កន្លែងបត់ចូលទេយើងត្រូវតែទៅប្រហែលជាប្រហែលកាច់កងទៀតបានយើងដល់ផ្លូវបត់ដែលអត់មានផ្លូវសោះហ្មងអានេះគឺមានផ្លូវចាស់ណាផ្លូវទេសផ្លូវអីកន្លងមកដែលអ្នកភូមិចូលទៅដំណើរនៅប្លុកនេះឯងចឹងគឺបាក់បៀតាំងពីដំបូងហើយដូចយើងឃើញចឹងកំពូលមួយដែលគាត់ស្ពាយហ្នឹងគឺធ្ងន់យកទៅមែនតើបន្ទាប់ពីយើងបានសម្រាប់បន្តិចយើងក៏កាច់ចូលផ្លូវលុកតែម្ដងផ្លូវនេះគឺលុកណាគឺភាគច្រើនគឺងឹតឆឹងចូលទៅទើបតែម៉ោង3ជាងណាគាត់តែយើងដើរចូលទៅគឺស្រាប់ដូចអ្នកទាំងអស់គ្នាដឹងហើយព្រៃហើយបូកជាមួយនឹងមេឃអាកាសធាតុរៀងសតុំទៀតចូលទៅគឺព្រៃបាទគឺព្រៃតែកន្លែងនេះគឺពិបាកហើយពូហៅថាកងចាស់កងនៅមុខខ្ញុំគឺគាត់អីវ៉ាន់ច្រើនដែរហើយក្នុងដំណើរមួយនេះមានគ្នាយើងត្រឡប់ទៅវិញ2នាក់គឺកងហើយជាមួយនឹងមិត្តភក្តិខ្ញុំម្នាក់ទៀតដែលគាត់ដាក់អីវ៉ាន់មកច្រើនអញ្ចឹងនៅនេះវាហប់ពេកចឹងពួកឲ្យគាត់ប្រហែលមិនបានតស៊ូដើរទៅដល់កពូលដូចយើងនោះទេអញ្ចឹងគាត់ក៏សម្រេចចិត្តចុះទៅក្រោមវិញមុនតែ2នាក់អញ្ចឹងយើងក៏បន្តដំណើរទៅមុខទៀតកន្លែងនេះដូចអ្នកនរគ្នាដឹងអញ្ចឹងព្រៃទាំងស្រុងតែម្ដងហើយមិនមែនដូចតំបន់ព្រៃផ្សេងដែលអ្នកនរគ្នាស្គាល់ទេគឺព្រៃដែលមិនសូវមានអ្នកឡើងមកប្រហែលទេភាគច្រើនទៅអ្នកភូមិខ្ញុំមកទីនេះ2ដងហើយដែលកាលនោះគឺវិលល្ងាចបាទវិលល្ងាចគួរសមដែរអញ្ចឹងបត់ពិសោធន៍ឲ្យធន់មិនធន់ប្រហែលទេប៉ុន្តែសួរថាឡើងបានអត់ឡើងបានហើយខ្ញុំក៏អត់មានឧបករណ៍ឡើងភ្នំអីមកដែរសំបីតែស្បែកជើងគឺស្បែកជើងធ្ងន់យកមកតែមែនតែនត្មងអញ្ចឹងអត់មានបានសគូឡើងភ្នំទេព្រោះដូចអ្នកទាំងអស់គ្នាដឹងហើយថាដំណើរទាំងអស់នេះมันបានព្រៀងទុកនៅឧបករណ៍អ្វីទាំងអស់មិនយូរប៉ុន្មានភ្លៀងក៏បង្អុរធ្លាក់មកវាហាក់បីដូចជាឲ្យយើងរៀងតិចយកកម្លាំងបានតិចតែក៏ឧបសគ្គក៏កាន់តែពិបាកដែរដោយសារតែពេលដែលមានភ្លៀងគឺរអិលហើយទៀកក៏ចេញមកទៅតាមនឹងផងដែរអញ្ចឹងអ្នកនៅជិតខ្ញុំនេះគឺគាត់ថាភ្លៀងមកព្រុចគឺទៀកពេញក្បាលពោះបានហើយបាទទិដ្ឋភាពឡើងភ្នំវាពិតជាហត់ដែរអ្នកដែលអាសាឡើងភ្នំគឺដឹងហើយតែប្រហែលជានឹងទទួលបាននៅអ្វីដែលត្រឡប់មកវិញដែលអ្នកនេះចង់បានគឺទេសភាពទីនេះមិនសូវមានអ្នកមកហើយអ្នកដែលឈរនៅមុខខ្ញុំនេះគឺប៉ងយូរមកហើយនៅទីតាំងក្នុងកញ្ចក់មួយនេះដែលគាត់ចង់មកអញ្ចឹងដោយសារតែយើងដើរយ៉ាងលឿនជាងគេខ្ញុំគឺមានដងកាមេរ៉ាមួយហើយនឹងកញ្ចប់កាបូបខាងក្រោមនេះគឺសិតសឹងតែ gear ឬក៏ឧបករណ៍កាមេរ៉ាទាំងស្រុងអញ្ចឹងយើងត្រូវតែប្រយ័ត្នតិចត្រូវប្រកាសថាมันមានទឹកចូលហើយកាន់ឲ្យយ៉ាងប្រុងប្រយ័ត្នដែរអញ្ចឹងពេលខ្លះគឺហត់ខ្លាំងដែរអញ្ចឹងពេលខ្លះខ្លាយទៅដួលបោកកាមេរ៉ាជាដើមយើងក៏សម្លឹងលើទៀកពេញខ្លួនហ្នឹងទៅគីឡូមានទៀកតោងអញ្ចឹងអ្នកឈោមុខខ្ញុំនេះឃើញនៅអញ្ចឹងដែរតែតិចទៀតគឺទៀកពេញនៅពេញខ្លួនហើយគ្មានបានថតអីទេចុះវិញមានចាចុចយើងកាច់គ្មានបាននឹកឃើញចុចថតទេជាប់តាំងពីកាលនៃកាមេរ៉ាតែវាជាអនុស្សាវរីយ៍មួយសបាយដែលគ្រប់គ្នាប្រហែលជាខ្លះធ្លាប់ឡើងភ្នំនឹងយល់អំពីអារម្មណ៍ទាំងអស់ហ្នឹងហើយអ្នកដែលមិនដែលឡើងភ្នំសោះក៏ប្រហែលជាអញើតខ្លះខ្លាចខ្លះមិនហ៊ានខ្លាចចឹងទៅតែយ៉ាងណាក៏ដោយអ្នកទាំងអស់នេះគួរតែចំណាយពេលមួយចំនួនមកឡើងភ្នំទាំងអស់ហ្នឹងឲ្យបានប្រសើរនៅពេលដែលមានសម្រស់ពីធម្មជាតិដំបូងតែមនុស្សមកច្រើនគឺសម្រស់មួយចំនួនវាខុសប្លែកពីសាច់រឿងដែលយើងចង់បានហើយ
អ្នកទាំងអស់គ្នាប្រហែលជាដូចខ្ញុំអត់ទេខ្ញុំក្នុងភាសាម្ដងមិនទាន់បានឡើងទៅដោយសារអីដោយសារតែខ្ញុំឃើញមនុស្សច្រើនពេកអញ្ចឹងទស្សនវិជ្ជាទាំងអស់ហ្នឹងគឺខ្ញុំអត់ចង់ទៅវិញអញ្ចឹងទីនេះក៏ជាផ្នែកមួយដែលខ្ញុំចង់មកដោយសារតែមិនសូវមានមនុស្សច្រើនពេកទេអញ្ចឹងយើងក្រុមតិចផងគឺមកឆ្ងាញ់ដែរនៅនេះយើងឈប់សម្រាប់ខ្ញុំរៀបចំកតាបឲ្យស្រួលកាន់ជាងមុនចងទ្ពួកពេញទៅនឹងអញ្ចឹងទៅដើម្បីឲ្យបានកាន់ហ្នឹងវាខ្ពស់ជាងមុនពួកកាន់មុននេះមិញវាទាបខ្ញុំសេរីដើម្បីឲ្យស្រួលកាន់ជាងមុនហើយចាំគ្នាផងភ្លៀងតិចតិចទេតែយើងដឹងហើយគឺទាកចាប់ដើមចេញពីហ្នឹងទោះបីជាផ្លូវប្របាក់យ៉ាងណាក៏ដោយយើងត្រូវទៅមុខទាំងអស់គ្នាអ្នកណាដើរបានខ្លះមុនខ្លះចឹងទៅមែនតើទស្សនវិជ្ជានៅកន្លែងនេះគឺឧបសគ្គកើតមានខ្ញុំនៅខាងមុខឆ្ងាយគូសំពីគ្នាយើងដើរតនៅខាងក្រោយគ្នាយើងត្រូវបែកកង់នេះគឺមានន័យថាគាត់អត់អាចទៅរួចនៅក្នុងការស្ពាយកតាបមួយដ៏ធំហ្នឹងអញ្ចឹងតម្រូវឲ្យកាយគាត់ស្ពាយមួយបន្ថែមទៀតអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវឲ្យតម្លៃអ្នកដែលនាំផ្លូវគឺស្ពាយរបស់យើងសាកសម័យថាយើងស្ពាយមិនបានផងហើយគាត់លេងស្ពាយម្ដងទាំងពីរយើងឡើងគ្រប់ឧបសគ្គទាំងអស់នៅទីនេះគឺត្រូវអោនត្រូវមើលពិនិត្យវិច័យនៅខាងក្រោមផងនៅខាងលើផងដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងយើងដើរបែបនេះអស់រយៈពេលជាង3ម៉ោងបានអាចទៅដល់លើមេឃមិនទាន់ល្ងឹតទេតែនៅទីនេះគឺល្ងឹតស្រុបតែម្ដងស្លឹកឈើស្លឹកព្រៃធ្លាក់ចុះមកនៅខាងក្រោមយើងត្រូវដើរប្រុងប្រយ័ត្នមែនតើទៅភ្នំគឺយើងត្រូវតែដើរជាមួយនឹងស្បែកជើងប្រភេទប៊ូតគ្រប់ចិត្តដែលអាចការពារនៅសត្វមួយចំនួនដែលយើងអាចនឹងជៀសវាងដែរបទពិសោធន៍ទាំងហត់ទាំងដង្ហក់ដកដង្ហើមមកដល់គ្នាក៏មានដែរហើយពេលខ្លះស្ទើរតែមិនអាចឈប់សម្រាកបានយូរទេព្រោះដោយសារតែពេលយើងឈប់យូរទាកនិងសត្វល្អិតផ្សេងៗនឹងអាចមកដែរអញ្ចឹងយើងត្រូវតែបង្ខំត្រូវតែដើរឲ្យបានលឿនតាមអាចបានមិនអាចឆាប់បានដល់គូដៅផងដែរដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងកន្លែងខ្លះគឺត្រូវរអិលជើងយើងក៏ត្រូវតែប្រយ័ត្នដែរពេលដែលជន់នៅលើដើមឈើស្លឹកឈើមួយចំនួនវាអាចបាក់វាអាចមានបញ្ហាអត់ភ្នែកកន្លែងនេះមានសេវាក្រោមផងលើផងថាមានដើមឈើនៅខាងមុខមេឃចាស់អីនៅខាងលើនឹងអត់កន្លែងណាដែលត្រូវជន់បានកន្លែងណាដែលត្រូវមិនជន់បានអញ្ចឹងទាំងអស់នេះគឺជាបទពិសោធន៍ដែលគ្នាតែជួបប្រទះនៅពេលដែលយើងឡើងភ្នំភ្លៀងមិនខ្លាំងទេតែដំណក់ទឹកភ្លៀងអាចធ្វើឲ្យយើងសើមធ្វើឲ្យយើងទទួលបាននៅកម្លាំងបន្ថែមបន្តិចដែរខ្ញុំដាក់ឲ្យបានចោះដាក់ឲ្យលើកវិញគឺជួនកាលអត់ទុកចិត្តយើងថ្មីជួនកាលយើងអត់ដឹងថាពេលដែលយើងដាក់ពីលើអញ្ចឹងទៅខាងក្រោមនោះមានសត្វមានប្រភេទអីអត់អញ្ចឹងណាយើងត្រូវប្រយ័ត្នបើតែទៅដំណើរមួយនេះយើងមិនបានឃើញអ្វីចម្លែកដែលជាឧបសគ្គយើងទេយើងគ្រាន់តែជំនះនៅឧបសគ្គរបស់យើងគឺខ្លួនឯងធ្វើយ៉ាងណាដើរឲ្យផុតដើរឲ្យរួចនឹងតន់គេតន់ឯងខ្ញុំមិនអាចស្រមៃបានទេប្រសិនបើមានកតាបនៅខាងក្រោយមួយបន្ថែមទៀតគឺពិតជាហត់ខ្លាំងមែនតើអ្នកទាំងអស់គ្នាត្រូវស្រមៃថាយើងត្រូវដើរកាត់បែបនេះជាង3ម៉ោងមានឡើងទួលមានដើរខ្លះក៏ស្រួលខ្លះក៏ត្រូវអោនព្រិចពុជបុកមុខបុកអីចឹងទៅគ្នាយើងបានណែនាំគន្លឹះមួយចំនួននៅក្នុងការដើរដែរដូចជាតួយ៉ាងយើងត្រូវមានឈើមួយបើគេមានដងសម្រាប់ឈើច្រត់សម្រាប់ឡើងភ្នំគឺយ៉ាងស្រាលតែពួកខ្ញុំប្រើឈើភ្នំយើងហ្នឹងកាប់អាស័យតាមផ្លូវហើយយើងត្រូវដាក់ឈើនឹងនៅខាងមុខយើងហើយលើកខ្ពស់បន្តិចពួកពេលខ្លះវាមានឈើពាត់បកមកយើងអាចបានឈើនឹងឯងបាំងកុំឲ្យចំមុខអីឡាឈើនេះក៏យើងអាចច្រត់ដើម្បីជួយទប់លំនឹងរបស់យើងដែរដើរមិនយូរប្រហែលចំប៉ក់ពិនល្មមប៉ក់ពិនវាស្រៀងភ្ញៀវស្រុកយើងដែរតែអាចនិយាយថាភ្ញៀវព្រៃឬក៏អ្នកនរគ្នាអាចហៅថាប៉ក់ពិនយើងនិយាយចោះកោមដើមស្រួលមិនខ្ពស់ពេកទេអាចបេះបានហើយជូរមែនតើ
khi mình tầm nón phải đấy là về liền bẹp bọ bấn 70% nữa យើងមិនហូបភ្លាមទេយើងអាចទៅឈប់សម្រាប់នៅ នៅឡើងកន្លែងមកទួលមួយទៀតហី នេះគឺបងកាយដែលគាត់ មកទួលហើយឡើង ស្ពេវ៉ាន់យើងគាត់ មាន មាន ចដើនៅ ក្បិតមួយក្បិតនេះមានទូនាទីច្រើនសម្រាប់ពួកគាត់សម្រាប់លះព្រៃសម្រាប់ការពារខ្លួនសម្រាប់ អត់ទេអាកន្លែងចដើឡើងទៅលើនោះហ្មងហើយនៅមានចដើនៅ ជើងមុនដែលខ្ញុំបានឆ្លងកាត់តំបន់នេះគឺយើងបានជួបប្រទេសទីងព្រៃតែម្ដងដែលបាននៅពីមុខយើងតែយើងមិនបានឃើញខ្ញុំបានឃើញតិចដែរស្នែងអញ្ចឹងគាត់បានប្រាប់ពីគន្លឹះនៅក្នុងការការពារខ្លួនឲ្យតែលឺសន្ទុះទីងខ្ទុះអីអស់ហ្នឹងគឺយើងត្រូវតែហៅដើមឈើធំគៀកយើងហើយចូលទៅកាន់គៀកនឹងពុះជួនកាលវាអាចដេញបបកយើងអញ្ចឹងការនោះពេលខ្លះយើងបានរៀនសូត្រដែរពេលខ្លះយើងឃើញថាអូតំបន់នេះមិនក៏មានជើងគោជើងក្របីច្រើនម៉េះយើងមិនចាប់អារម្មណ៍ព្រោះយើងឃើញតាំងពីដើមមកតែពេលខ្លះយើងអត់ចាប់អារម្មណ៍ទេថាអូនេះគឺជាជើងឬក៏ស្នាមរបស់សត្វខ្ទីងនឹងឯងបើនិយាយអំពីជ្រូកព្រៃគឺសម្បូរយើងអត់បានឃើញជួបប្រទេសជ្រូកព្រៃទេតែយើងឃើញស្នាក់ស្នាមជ្រូកព្រៃទាំងអស់ហ្នឹងនេះគឺជាទស្សនវិជ្ជាមួយដែលគៀកឡើងដល់កំពូលហើយណាគឺភាគច្រើនគឺព្រៃអាស័យចឹងឯងគឺត្រូវអោនត្រូវរុកត្រូវរោផ្លូវចូលទៅតែម្ដងហើយពេលខ្លះផ្លូវខ្លះគ្មានដានគ្មានស្នាមទេហើយខ្ញុំធ្លាប់មកផ្លូវនេះហើយខ្ញុំត្រូវមកមុនគេហ្គាយរបស់យើងគាត់ចុះទៅយកកតាបន្តិចហើយខ្ញុំក៏រុកមកព្រោះខ្ញុំដឹងថាដល់ទិសដៅដែលយើងបានមកឈប់សម្រាកនៅទួលមួយហើយអញ្ចឹងក៏ប្រព្រឹត្តព្រះមកធ្វើម៉េចក៏ដោយឲ្យបានដល់លើដើម្បីសម្រាកបន្តិចដែរគឺហត់យកតែមែនតើឃើញតែសំលេងដកដង្ហើមគ្នាយើងដឹងគឺហត់ប៉ុណ្ណាប្រឹងមកដង្ហើមដើម្បីឲ្យយើងដល់ពូកន្លែងនេះវាយ៉ាងស្ដុកជាងខ្ញុំយ៉ាងបារម្ភយ៉ាងខ្លាចបន្តិចដែរឃើញលោកមានសัตว์មានអីចឹងទៅហើយទៀកមានអីចឹងណាអញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងណាឲ្យទៅដល់ខាងលើឲ្យបានរួចឆ្លាស់យេស៊ូស្ដាប់គឺឆ្លាស់អញ្ចឹងដូចអ្នកនរគ្នាឃើញហើយទស្សនវិជ្ជានេះគឺมันស្រួលសោះតែម្ដងអ្នកនរគ្នាអាចសម្ដែងខ្លួនឯងឃើញថាយ៉ាងណាដើរបែបនេះគឺ 3-4 ម៉ោងកម្រិតនៅក្នុងការដើរប៉ុណ្នេះមិនមែនជាកម្រិតធ្ងន់ធ្ងរឬក៏ឆ្ងាយទេសមល្មមសម្រាប់អ្នកមួយចំនួនដែលសាកល្បងក្នុងការដើរដែរហើយទេសភាពអ្វីដែលយើងទទួលបានមកវិញក៏ប្រសើរដែរបើធៀបជាមួយនឹងប្រហែលឆ្នាំមុនដែលខ្ញុំធ្លាប់ឡើងភ្នំរិចកែបអីគឺស្រួលជាងបើផ្នែកធំផ្នែកខ្លះពិបាកជាងផ្នែកខ្លះគឺស្រួលជាងនៅនេះមិនសូវជាតោងវមមិនសូវជាអីទេភាគច្រើនកន្លែងខ្លះមានចំណោទខ្លះមានចំណោទខ្ពស់ហើយក៏មានផ្លូវរាបដែលយើងអាចដើរបានដែរអញ្ចឹងដូចអ្នកនរគ្នាឃើញហើយនេះគឺជាកន្លែងដែលត្រូវឡើងចំណោទអញ្ចឹងគឺយើងត្រូវតែប្រើឈើច្រត់ហើយនឹងដៃកាន់អាស័យកាន់របស់របរដែលនៅនឹងចិត្តយើងនឹងឯងអញ្ចឹងយើងកាន់ត្រូវប្រយ័ត្នដែរមើលផងអីផងអញ្ចឹងណាអញ្ចឹងនេះគឺជាបទពិសោធន៍ដែលអ្នកទាំងអស់គ្នានឹងទទួលបាននៅពេលដែលអ្នកទាំងអស់គ្នាឡើងមកលើភ្នំឬព្រៃទាំងអស់ហ្នឹងវាទាមទារឲ្យអ្នកទាំងអស់គ្នាមានបទពិសោធន៍នៅក្នុងការយល់ដឹងអំពីសាច់រឿងមួយចំនួននៅក្នុងពេលដែលអ្នកទាំងអស់គ្នាឡើងព្រៃឡើងយូរទៅអ្នកទាំងអស់គ្នានឹងយល់ដោយខ្លួនឯងឬក៏មានអ្នកបង្រៀនយើងហើយពេលខ្លះសាច់រឿងមួយចំនួនយើងក៏មិនដឹងដែរបានអ្នកភូមិហើយនឹងយើងយល់អំពីកត្តាវិទ្យាសាស្ត្រខ្លះអីខ្លះគឺឡើងផុតបានតិចនេះគឺយើងនឹងដល់ទួលមួយដែលជាទួលទី1ដែលយើងអាចឈប់សម្រាកបានពេលហ្នឹងគឺអស់មែនតើហើយគឺតោងឲ្យឡើងផុតដើម្បីបានចូលមកដល់កន្លែងនេះអត់មានផ្លូវចូលទៀតអញ្ចឹងត្រូវយកជើងទន្ទ្រានរុកចូលក៏ប៉ុន្តែមានកូនប្រថែវមួយទូចតែមានទេឃើញដល់ទីតាំងហើយត្រូវតែរុករៀនចូលទៅកាន់បោចផងអីពេញហ្នឹងព្រោះឃើញថាវាគ្រាន់តែជាស្មៅទូចដែរហើយក៏បានដល់កន្លែងដែលយើងសម្រាប់ជោគជ័យហើយស្រែកប្រាប់អ្នកខាងក្រោមថាយើងធ្វើបានហើយយើងដល់ហើយគឺយើងមកដល់ទីតាំងឈប់សម្រាប់ទី1យើងធ្លាប់មកដល់កន្លែងនេះហើយញ៉ាំអាហារថ្ងៃត្រង់យើងត្រឡប់ទៅវិញម្ដងពួកយើងធ្វើដំណើរពលល្ងាចគឺយើងបានដល់នេះឯងអញ្ចឹងតិចទៀតយើងនឹងទៅដល់កន្លែងដែលយើងត្រូវបោះតង់ឬក៏ហៅថាខ្នងកញ្ចក់យ៉ាងធូរស្បើយនៅពេលដែលយើងមកដល់កន្លែងនេះហើយអត់បាយ
ទាប់ពីយើងបានឈប់សម្រាប់បន្តិចយើងក៏បន្តដំណើរទៅមុខបន្តិចទៀតយើងនឹងទៅដល់ពយច្រើនណាស់នៅកន្លែងនេះនៅខាងឆ្វេងដៃក៏មាននៅខាងស្ដាំដៃក៏មាននៅខាងស្ដាំដៃមានពយទៅដល់2 3ដែលអ្នកនរអាចធ្វើការស្នាក់នៅបោះតង់បានសឹងតែគ្រប់ពយទាំងអស់យើងនឹងស្នាក់នៅពយទី1ដែលគាត់បានធ្វើរួងនឹងកន្លែងឈប់សម្រាប់នៅនឹងហើយព្រឹកឡើងបានយើងឡើងទៅពយខាងលើដើម្បីមើលទេសភាពនេះគឺជាពយខាងលើហើយអាចថានិយាយបានថាជាកន្លែងដែលខ្ពស់និងស្រឡះជាងគេនៅតំបន់នេះទេសភាពស្អាតជាងគេដែលយើងអាចឈរជើងបានពយនៅកន្លែងនេះគឺដូចដុំថ្មមួយឡើងទៅលើហើយយើងអាចថត360ជុំវិញដែលយើងអាចឃើញទិដ្ឋភាពនៅទីនេះបានស្អាតមែនតើហើយយើងធ្វើបានហើយយើងមកដល់ភ្នំនៅប្រហែលជិតម៉ោង6បើតាមខ្ញុំចាំខុសទេអញ្ចឹងយើងត្រូវតែរៀបចំបោះតង់នៅទីនេះមានទៀកខាំគ្នាយើងប្រហែលជា2 3នាក់ដែរមិនច្រើនទេខាំក្បាលពោះខ្លះជើងខ្លះអីចឹងទៅអត់ដោយសារតែអត់បានរៀបចំអីល្អត្រឹមត្រូវទេគ្រឿងឧបករណ៍មួយចំនួនសម្រាប់ឡើងភ្នំក៏មិនមានដែរអ្នកខ្លះក៏មានស្បែកជើងអ្នកខ្លះក៏ស្បែកជើងបើកម៉ូតូអីហ្នឹងទៅអញ្ចឹងតាមជាក់ស្ដែងព្រោះយើងអត់មានផែនការដើម្បីមកកាន់ទីនេះទេទីបំផុតយើងក៏មកដល់ស្ថានីយ៍ដែលត្រូវបានរៀបចំរួចជាស្រេចសម្រាប់ការឈប់សម្រាកនៅក្នុងចំណតទី1ជប់នេះយើងនឹងស្នាក់នៅទីនេះរកកន្លែងគួរសមនៅក្នុងការសម្រាកនៅកន្លែងនេះដែរល្ងាចល្មមថ្ងៃលិចក៏បានមកដល់តែរៀងស្រឡះជាងមុនគ្រប់គ្នាមានភាពរីករាយជាខ្លាំងនៅពេលដែលមកដល់កន្លែងដែលយើងអាចឈប់សម្រាកសួរនាំគ្នាខ្លះដែរពិនិត្យមើលខ្លះដែរដោយអ្នកនរគ្នាឃើញទស្សនវិជ្ជាអញ្ចឹងទីនេះមានកន្លែងដែលយើងអាចអង្គុយបានមានកញ្ចក់ទី1អានេះកញ្ចក់ទី1វាអាចមើលទៅខាងក្រោមស្អាតមែនតើបើសិនជាមានពពកមានអីហោះមកគឺអូជាតិតែមែនតើរដ្ឋាគាត់អស់មែនតើដោយសារតែរដ្ឋានេះឯងដែលគាត់ស្ពីកតាមនៅផ្នែកខាងក្រោមមុនពេលដល់ខាងលើអញ្ចឹងត្រូវឈឺជើងឈឺចង្កេះចុកដៃចុកជើងឲ្យសុំទម្រាមបន្តិចណាក៏ទម្រាមឲ្យគ្រប់គ្នាបាន explore នៅទីតាំងមួយនេះដែលយើងត្រូវមកស្នាក់នៅកន្លែងនេះនៅយប់នេះមែនតើទៅយើងក្រងទៅស្នាក់នៅខាងលើតែកាយគាត់ណែនាំថានៅនេះហើយវាមិនសូវខ្យល់ហើយយើងមានស្ថានីយ៍ដែលពួកគាត់គឺស្នាក់នៅទីនេះតែម្ដងនៅប៉ារ៉ាតង់ខាងក្រោយហើយយើងក៏ហៅទីទួលសម្រាប់បោះតង់រៀងខ្លួនពីនេះឯងអញ្ចឹងសួរនាំគ្នាថាអ្នកណាបោះតង់ខ្លះអ្នកណារៀបចំគេងរបៀបម៉េចអីចឹងទៅពួកខ្ញុំដាក់តង់មកហើយគ្នាយើងខ្លះក៏ដាក់អង្រឹងសម្រាប់គេងនៅក្រោមប៉ារ៉ាតង់តែនៅលើមិនឥឡូវវាអត់សូវមានអីបំផុតយើងក៏អាចធ្វើបានជាង4ម៉ោងនៅក្នុងការធ្វើដំណើរឡើងមកលើនឹងមកដល់ទីនេះអាចនឹង4ម៉ោងជាងអញ្ចឹងមានបទពិសោធន៍ច្រើនដែលបានជួបប្រទះទាំងអ្នកខ្លះក៏អស់កម្លាំងអ្នកខ្លះក៏ទៀកខាំហើយយើងក៏ធ្វើបានប្រកបមែនយើងមកដល់ទីនេះដែលគ្រប់គ្នាបានប៉ងប្រធានដល់ទីនេះគ្រប់គ្នាសប្បាយចិត្តហើយក៏ថតរូបថតឲ្យលេងជជែកគ្នាថតថ្ងៃលិចថតទេសភាពមុនពេលដែលយើងចាប់ផ្ដើមរៀបចំតង់ស្វាគមន៍ថ្ងៃលិចមកដល់និងស្វាគមន៍មកដល់ខ្នងកញ្ចក់ដែលយើងទាំងអស់គ្នាបានធ្វើបានគ្រប់គ្នាមកដល់កន្លែងនេះទោះបីជាមានឧបសគ្គមករាំងយើងមួយចំនួនក៏ដោយមានគ្នាយើងត្រឡប់ទៅវិញខ្លះហើយយើងក៏ល្អអួលមកយឺតមកមានភ្លៀងធ្លាក់មានទៀកខាំឧបករណ៍មិនគ្រប់គ្រាន់នៅក្នុងការបោះតង់យ៉ាងណាក៏ដោយតែយើងបានមកដល់ទីតាំងជាក់ស្ដែងបានថតរូបហើយបើនិយាយពីអ៊ីនធឺណិតនៅខាងលើនេះគឺពេញអូចប់បាទគឺពេញតែម្ដងគឺមានអ៊ីនធឺណិតអាចត្រន់ពេញហ្នឹងបើនិយាយពីអារម្មណ៍មកកាន់ទីនេះគឺស្រស់ស្រាយណាស់ជាបទពិសោធន៍ថ្មីមួយទៀតដែលយើងបានធ្វើហើយនិយាយពីកម្លាំងគឺយើងអាចធ្វើបានហើយព្រឹកមិញធ្វើដំណើរដោយម៉ូតូពេញកន្លះថ្ងៃហើយរសៀលយើងឡើងភ្នំមកដល់កន្លែងនេះម្នាក់គឺលោកខ្វេះអស់ហើយថាតើមានទៀកឬអត់ទេក្បាលពោះកលាក់ជង្គង់កលាក់គ្រប់កន្លែងដើម្បីទៅប្រកាសថាយើងមានទៀកខាំឬក៏មិនមានទៀកខាំដើម្បីយើងធ្វើការសម្អាតបើសិនជាមានក៏យើងប្រឡេះវាចេញទៅវិធីសាស្ត្រដែលគេប្រឡេះទៀកមានច្រើនអ្នកខ្លះគេមានថ្នាំគេបាញ់មកជិះទៅជ្រុះ
មែនទែនកន្លែងនេះគឺរដ្ឋាមានទៀកខាំជើងមួយអញ្ចឹងតិចទៀតគាត់នឹងឃើញពិនិត្យមើលទៅហើយខ្ញុំបាញ់ថ្នាំមូសយើងហ្នឹងអាថ្នាំទូចយើងមូសហ្នឹងក៏សត្វទៀកហ្នឹងជ្រុះដែរហើយបើយើងមានថ្នាំខ្លាំងគឺយើងនិយាយពីថ្នាំជក់របស់ចាស់ហ្នឹងដាក់ទឹកហើយយើងបាញ់វាទៅគឺវាឈូសដូចគ្នាដែរបាទនេះគឺទៀកបេះមិនចាញ់ទេបាទទាញមិនក៏មិនចាញ់ដែរដោយសារតែទៀកវាមានថ្មិញខាំវាមានដូច sensor អញ្ចឹងឲ្យតែឃើញមនុស្សឃើញសត្វអីហ្នឹងគឺវាមកហើយបាទអញ្ចឹងគឺខ្ញុំបាញ់ថ្នាំមួយឆែតឈាមហូរច្រោកឈាមហ្នឹងបាទបេះចេញផ្ទាត់ចេញមកឆ្វាច់បាទនេះហើយគឺជាសាច់រឿងដែរទៀមយើងហ្នឹងឯងមើលខ្នងមើលអីគីឡូមានខាំខ្នងអានបេះចេញកុំឲ្យវាជាប់នឹងឈាមហូរខ្លះតែវាខាំជាប់គឺឈាមហូរពេញហ្នឹងឯងបន្ទាប់ពីយើងមកដល់ពិនិត្យឆែកមើលគ្រប់កន្លែងយើងក៏ធ្វើការសម្រាប់ពិនិត្យជើងពិនិត្យដៃឲ្យប្រកាសថាអត់មានទៀកគ្រប់គ្នាភ័យទៅរឿងមិនទៅភ័យរឿងទៀកណាទេប៉ុន្តែយើងត្រូវប្រកាសថាវាអត់មានទេអញ្ចឹងទៅណាចេះតែបារម្ភនេះបារម្ភនោះអញ្ចឹងតែជាក់ស្ដែងវាមិនជាគ្រោះថ្នាក់សម្រាប់យើងប្រហែលទេភាគច្រើនគឺតែវាខំឆ្អែតវាជ្រុះខ្លួនវាឬក៏យើងត្រូវតែទម្លាក់វាការទម្លាក់របស់វាដូចខ្ញុំបានជំរាបជូនមុននេះមិនអញ្ចឹងតែមានវិធីមួយទៀតគឺដុតមានដាច់កេះរ៉ូលវាទៅគឺវានឹងធ្លាក់ហើយភាគច្រើនគឺប្រើប្រាស់វិធីសាស្ត្រហ្នឹងដោយសារតែគ្រប់គ្នាមានដាច់កេះតាមខ្លួនអីចឹងទៅណាអញ្ចឹងគឺត្រូវតែប្រយ័ត្ននឹងឯងទៀកនេះគឺវាខំអត់គ្មានដឹងខ្លួនទេវាមិនដឹងមកទុំយើងតាំងពីពេលណាមកទេភ្លៀងមិនទាន់រាំងនៅឡើយទេគឺយើងនៅមើលទឹកភ្លៀងធ្លាក់មកគយគុណទេសភាពមុននឹងយើងចាប់ផ្ដើមបោះទីតាំងបោះតង់បោះអីឡាក់ខ្ញុំណេះនេះមើលអស់ជើងនេះគឺកំពុងពិនិត្យមើលជើងថាមានទៀកឬក៏អាម៉េចអាម៉ានៅតាមកលុកកលៈណាស្រួលបេះស្រួលអីចេញអីចឹងទៅចឹងនេះគឺជាបេសកកម្មថ្ងៃទី1ថ្ងៃនេះមិនសូវជាមានអីច្រើនទេគ្រាន់តែជួបឧបសគ្គខ្លះដោយប្រើប្រាស់កម្លាំងច្រើនជួបជាមួយនឹងបទពិសោធន៍ទភាពហត់ច្រើនសប្បាយមួយយ៉ាងដែរខ្ញុំជឿថាអ្នកដែលធ្លាប់ដើរព្រៃធ្លាប់សាកល្បង adventure ឬក៏ដំណើររុករកផ្សេងគឺធ្លាប់ជួបប្រទះហើយនេះគឺជាកំប៉ុងថ្នាំបាញ់មូសយើងនេះអញ្ចឹងបាញ់អស់វាខ្លះទៀតដាក់វាតាមខ្លួនមួយទៅហើយកំប៉ុងនេះមិនមែនរបស់ខ្ញុំទេគឺរបស់មិត្តភ័ក្តិអ្នករួមដំណើរយើងនឹងឯងដែលយើងគាត់ឲ្យយើងកាន់តែសារខ្ញុំប្រពន្ធខ្ញុំគាត់ខ្លាចទីអញ្ចឹងខ្ញុំទៅបាញ់ឲ្យគាត់ជាប្រចាំរហូតបាទសក្តាមកដល់ហើយ ADV នៅមុខនេះពិនិត្យមើលហូបហែអត់មានទេគាត់នឹងដើរគៀកខ្ញុំភាគច្រើនគាត់ដើរមុខកាយហើយខ្ញុំដើរពីក្រោយគាត់អញ្ចឹងយើងមានប៉ក់ពិនដែលយើងបានបេះមកពីខាងក្រោមហើយមានភ្ញៀវដែលយើងបានយកមកខាងក្រោមអញ្ចឹងយើងញ៉ាំអីតិចតួចមុនពេលយើងចាប់ផ្ដើមរៀបចំកន្លែងគេងពួកយើងមកដំបូងយើងទៅប្រកាសថាមានកន្លែងគេងសំរុំសិនតែយើងមកដល់ភ្លាមប្រហែលជាយកកម្លាំងតិចសិនសម្រាប់ធ្វើម៉េចឲ្យមានកម្លាំងតិចសិនមុនពេលរៀបចំទាំងអស់នឹងភាសាគ្នាថាត្រូវបោះតង់កន្លែងនឹងមែនអត់ឬក៏ទៅលើឬក៏ចាត់ចែងឬក៏ធ្វើយ៉ាងណាឲ្យផ្សំនៅទីតាំងចំនួនហ្នឹងឯងខ្ញុំមិនដឹងថារៀបរាប់យ៉ាងណាទេខ្ញុំចង់ដាក់ទស្សនវិជ្ជាទាំងអស់នេះឲ្យអ្នកទាំងអស់គ្នាឃើញអ្នកទាំងអស់គ្នាឮបានឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងដោយអ្នកដែលបានមើលភាគមួយអញ្ចឹងវីដេអូទាំងអស់ footage គឺ8ម៉ោងហើយ footage ទី2នេះគឺខ្ញុំកាត់ត្រឹមតែ2ម៉ោងជាងទេខ្លះហើយទស្សនវិជ្ជានៅដងផ្លូវក៏មិនសូវមានដែរភាគច្រើនគឺនៅសំណាលបាទម្នាក់អូសបាយផងផងដល់ហើយយើងអនុស្សាវរីយ៍ច្រើនមែនទែនដែលអ្នកទាំងអស់គ្នានឹងអាចធ្វើបាននៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរអនុស្សាវរីយ៍គឺកើតឡើងគ្រប់ពេលទាំងអស់នៅពេលដែលអ្នកទាំងអស់គ្នាបានបង្កើតវាហើយទទួលយកនៅអនុស្សាវរីយ៍ទាំងអស់ហ្នឹងវានឹងនាំឲ្យអ្នកទាំងអស់គ្នារីករាយហើយយើងយកអនុស្សាវរីយ៍ទាំងអស់នេះឯងមកជជែកគ្នាដើម្បីរំលឹកអនុស្សាវរីយ៍ទាំងអស់នោះហើយបានកំសាន្តជាមួយនឹងអនុស្សាវរីយ៍ទាំងអស់នោះនាពេលថ្ងៃក្រោយបន្តទៀតនោះឯង
លៀងក៏ចាប់ផ្ដើមរាំងយើងក៏ចាប់ផ្ដើមរៀបចំរបស់របរអីមួយចំនួនអ្នកដែលសិតអាប់កាមេរ៉ាថតនឹងខ្លួនក៏ថតទៅអ្នកណាបេះបោចទៀកនឹងក៏នៅតែបន្តបេះបោចទៀកទៅដោះអាវមើលនេះមើលនោះបងកាយនោះសើចខកគាត់ក៏មិនជាខ្លាចអីណាស់ណាដែរតែគាត់ក៏ពួកគាត់ក៏ត្រូវប្រយ័ត្នដែរមកប្រពន្ធខ្ញុំលោកខ្វះអស់ហើយខ្លាចទៀកចូលនេះចូលនោះចឹងទៅអញ្ចឹងយើងក៏ពិនិត្យមើលអីហូបហាដើម្បីយើងរៀបចំបានអ្នកខ្លះក៏រៀបចំរបស់របរមួយចំនួនអង្គុយមើលស្បែកជើងទៀកគិតតែទៀកហ្នឹងលាបហ្នឹងវាកុំឲ្យទៅសឹងតែបើប្រពន្ធខ្ញុំផងវាបាក់ស្បាតជាមួយនឹងពាក្យថាទៀកហើយខំហ្នឹងសំណាងណាគាត់យកខោមកត្រូវមួយចំនួនព្រោះយើងកាត់បន្ថយគីឡូច្រើនមែនតើព្រោះក៏យើងដឹងដែរថាដំណើរមួយនេះគឺឈប់ណាគេហ្នឹងហើយมันប្រកាសថាឡើងភ្នំយ៉ាងទេអញ្ចឹងក៏កាត់បន្ថយគីឡូមួយចំនួនសម្រាប់ការធ្វើដំណើរព្រោះយើងខ្លាចតែរឿងម៉ូតូដែលយើងត្រូវឈប់នៅផ្លូវជីផាតហ្នឹងឯងផ្លូវជីផាតអត់ឯងយើងបារម្ភថាផ្លូវនេះពិបាកមិនថាយើងឆ្លងកាត់បានអត់តែមកជាប់នៅលើភ្នំច្រើនម៉ោងជាងនៅលើខាងក្រោមជាងមធ្យោបាយគឺដើរច្រើនជាងជីមួយថ្ងៃជីមិនក្រោម200គីឡូជាងទេអញ្ចឹងប្រហែលថ្ងៃហ្នឹងគឺក្រោកមកគឺត្រូវយ៉ាងហោចណាស់ជី250គីឡូឬជិត300គីឡូអញ្ចឹងអ្នកចូលរួមរបស់យើងគឺមាន ADV មាន CT 125ហើយនឹង XR មួយដែរអញ្ចឹងជាដំណើរកម្សាន្តបែបលហន់គឺត្រូវជួយគ្នាត្រូវត្រៀមសាច់រឿងមួយចំនួនច្រើនមែនតើក្នុងការព្រៀងទុកសម្រាប់ trip មួយនេះដែរបន្ទាប់ពីយើងរៀបចំទុកដាក់បើយើងនិយាយពីម៉ោងគឺច្រើនហើយអ្នកកាយយើងប្រាប់ដែរថានៅនេះគឺអត់មានទៀកច្រើនឬក៏អាចនឹងអត់មានទេតែដល់យើងឃើញទៀកមួយធំប៉ុណ្ណានេះនៅប៉ារ៉ាតង់កៅស៊ូអាចនឹងទៀកដែលយើងមកពីខាងក្រោមហ្នឹងទៅខ្ញុំក៏ចាប់ដើមកាត់ឆ្នាំប្រពន្ធខ្ញុំខ្លាចដែរអញ្ចឹងយើងកំពុងតែចាប់ដើមបោះតង់ចាត់ចែងហើយ ADV កំពុងអួតតង់គេប្រើហូហែអីចឹងទៅចុងក្រោយលិចចុងក្រោយតង់រៀងចាស់ហើយអញ្ចឹងនៅខាងមុខនេះយើងនឹងបោះតង់3តង់ហើយនៅខាងក្រោយភាគច្រើនរឹងអញ្ចឹងនៅខាងមុខវាមានគ្នា4នាក់ហើយខាងក្រោយដេករឹង2នាក់មានរដ្ឋានៅខាងក្រោយហើយនឹងវិលៀមគាត់ដេញរឹងដែរហើយនឹងកាយយើងចំនួន3នាក់មានអ្នកនៅទីនេះចាំម្នាក់ស្រាប់អញ្ចឹងទៅវិញមានអ្នកស្ពាយអីវ៉ាន់ត្រឡប់ទៅវិញចំនួនរដ្ឋាដែលគាត់បានស្ពាយហូហែហើយនៅទីនេះមានប៉ារ៉ាតង់ចាស់មួយថង់ផ្លាស្ទិកហ្នឹងចាស់មួយដែលរហែកដែលគាត់ធ្លាប់បោះទីតាំងកន្លងមកហើយយើងក៏យកមកធ្វើជាកម្រាលផ្នែកខាងក្រោមអញ្ចឹងយើងកំពុងតែពិនិត្យថាមានភាពមានអីនៅនឹងទៀតអត់ដើម្បីប្រកាសថាយើងបោះតង់គេនៅយប់នេះខ្ញុំមិនសូវប្រហែលទេតែប្រពន្ធខ្ញុំគាត់រៀងភ័យទៀតភ័យយកតែមែនតែអញ្ចឹងខ្ញុំសេរីសរងដាក់កាមេរ៉ាមួយនៅផ្នែកខាងក្រោមហើយយើងមានកាមេរ៉ាផ្សេងទៀតដាក់មកតង់ទៀតបានយើងបោះតង់មុននឹងបោះតង់យើងត្រូវតែពិនិត្យនៅរបស់របរមួយចំនួននៅខាងក្រោមព្រោះខ្លាចធ្លុះតង់យើងវាអាចនឹងមានបញ្ហាប្រសិនបើយើងដាក់ទៅចំទៅគុតឈើទៅគុតអីផ្សេងហ្នឹងអញ្ចឹងខ្ញុំត្រូវតែប្រកាសថាកន្លែងបោះតង់គឺឲ្យមានតង់សុវត្ថិភាពហើយនឹងយើងដែរអ្នកដែលធ្លាប់បោះតង់នឹងយល់អំពីឋានភាពការបោះតង់មួយសម្រាប់ពួកខ្ញុំគឺសម្រាប់ខ្ញុំមកខ្ញុំគិតគូរតាំងពីកន្លែងតាំងពីផ្លូវតាំងពីសាច់រឿងមួយចំនួនដែលយើងអាចមើលឃើញព្រោះវាអាចមានសត្វវាអាចមានអីហូរហែនៅក្នុងហ្នឹងអញ្ចឹងគ្រប់គ្នាក៏រវល់នៅក្នុងការបោះតង់រៀងខ្លួនសក្តានៅចិត្តដែលគាត់ជា ADV ហ្នឹងក៏កំពុងតែបោះតង់គាត់ប្រាប់វិធីមួយចំនួនហើយក៏គាត់ជួយនៅក្នុងការបោះរៀបចំអីហូហែនៅណាបោះមុនចេញទៅហើយធូកាយដែលគាត់នៅខាងក្រោយដែលជាអ្នកភូមិហ្នឹងគាត់ក៏រៀបចំរបស់គាត់ហើយអ្នកផ្សេងទៀតដែលត្រូវធ្វើមេត្តាការរបស់គាត់ក៏គាត់ចាត់ចែងធ្វើទៅតាមនោះតែមែនទែនក្នុងទ្រីបនេះគឺយើងមានតែខ្ញុំហើយនឹងម្នាក់ទៀតច័ន្ទឌីដែលគាត់នឹងថតវីដេអូទេក្រៅពីនេះភាគច្រើនគឺគាត់មកដើរលេងហើយគាត់កំណត់ផ្សេងតែប៉ះទូរស័ព្ទណាភាគច្រើនគឺដើរមិនមែនដូចខ្ញុំរៀបរាប់ពីខាងលើអញ្ចឹងភាគច្រើនគឺគាត់មកដើរលេងមិនមែនមកដាក់ការងារនៅក្នុងការធ្វើការងារទាំងអស់នេះទេអ
ដូច្នេះហើយបានជាអ្នកទាំងអស់គ្នាបានឃើញវីដេអូរបស់ខ្ញុំវែងបែបនេះដោយសារតែខ្ញុំអត់ចង់យកជាបន្ទុកនៅក្នុងការធ្វើវីដេអូទេវាជាការថតហើយនឹងបកស្រាយអត្ថាធិប្បាយសម្រាប់អ្នកទាំងអស់គ្នាឲ្យបានឃើញទស្សនវិជ្ជាទាំងអស់អ្នកទាំងអស់គ្នាអាចបិទសម្លេងខ្ញុំមើលទស្សនវិជ្ជាទាំងអស់នឹងក៏បានឬក៏ស្ដាប់បណ្ដាលាងចានធ្វើការងាររបស់អ្នកទាំងអស់គ្នាបណ្ដាក៏បានដែរវីដេអូនេះគឺវែងណាស់បើមិនជាចង់មានតែចង់អញ្ចឹងមិនតាន់បានពាក់កណ្ដាលនៃភាគនេះផងយើងនៅលើនេះនៅឡើយទេបងខ្យល់ហ៎យកឡើងខ្យល់ហ៎តែភ្លៀងខ្លះមើលភ្លៀងជាយ៉ាងខ្លាំងនៅលើតែយកភ្លៀងពីលោតបជាប់យើងក៏ចាប់ផ្ដើមរៀបចំបដាសារ៉េសរងតង់របស់យើងហើយអ្វីដែលយើងមិនអាចខ្វះបានហ្នឹងគឺយើងត្រូវដាក់ filter ដែរមែនទេគ្នាយើងថាមិនបាច់ដាក់ filter ទេប៉ុន្តែសម្រាប់ខ្ញុំគេលុបភ្លៀងយប់អញ្ចឹងវាអាចជួយបានខ្លះនៅក្នុងការរៀបចំ filter គឺជាកន្លែងគឺជាតង់មួយដែលយើងបោះក្របពីលើតង់របស់យើងមកតង់ទៀតជាស្ពុតកស៊ូដែលយើងរៀបចំមកតង់ទៀតអញ្ចឹងពួកខ្ញុំរៀបចំអាហ្នឹងមុននឹងចាប់ដើមរៀបតង់ខ្ញុំមុននឹងចាប់ដើមរៀបតង់ខ្ញុំទៅជួយសក្តាមើលថាតើគាត់បង្ខាតអីរៀបចំអីហើយគ្នាយើងផ្សេងទៀតដែលជា guide នឹងគាត់មកសួរនាំថាគាត់អាចជួយឲ្យបានខ្លះទាំងអស់នេះហើយគឺជាការដើរលេងទាំងសហគមន៍ទាំងយើងគឺបានរីករាយទាំងអស់គ្នាយើងត្រូវសហការគ្នាត្រូវរួមគ្នាក្នុងការធ្វើយ៉ាងណាក៏ដោយឲ្យការបោះតង់របស់យើងគឺបានស្រួលនិងកក់ក្ដៅបំផុតនៅទីនេះអត់មានទឹកនោះទេទឹកមួយចំនួនដែលប្រើប្រាស់គឺត្រូវតែត្រងទឹកភ្លៀងឬក៏អាចត្រងពីទឹកល្អាងនៅផ្នែកខាងម្ខាងទៀតនេះយើងប្រើប្រាស់មុននឹងឡើងយើងក៏ត្រូវតែសួរទៅ guide ដែរថាមានទឹកអត់អីអត់ដើម្បីយើងត្រៀមប្រកាសថាយើងដាក់គេខ្លះឬក៏អីគេខ្លះសំខាន់បំផុតគឺទឹកផឹកហើយនឹងទឹកធ្វើម្ហូបអាហារផ្សេងៗអញ្ចឹងខ្ញុំក៏យកតង់មកឲ្យធូកាយគាត់ជួយរៀបចំពួកគាត់ទៅនេនៅឡើយទេគាត់អាចជួយរៀបចំឲ្យយើងមុនពេលដែលមេឃអាចនឹងងងឹតបន្តិចទៀតនឹងឯងពេលយើងមកអង្គុយធ្វើវីដេអូបានយើងដឹងថាអូអនុស្សាវរីយ៍គឺពិតជាដិតដាមសម្រាប់អ្នកទៅខ្ញុំមិនរំពឹងថានឹងមានមនុស្សមើលច្រើនទេតែវាអាចជាអនុស្សាវរីយ៍មួយថ្ងៃណាមួយពេលណាមួយយើងមកអង្គុយមករំលឹកអនុស្សាវរីយ៍ទាំងអស់ហ្នឹងគ្រប់គ្នាក៏បានរៀបចំរួចស្រួលបួលមកអង្គុយមើលទេសភាពមើលនេះមើលនោះនៅប្រកាសថាយើងរួចរាល់រៀបចំតេបតប់ជជែកគ្នាលេងពីនេះពីនោះហោហែទៅសប្បាយរីករាយនៅក្នុងអនុស្សាវរីយ៍ដែលយើងបានឆ្លងកាត់ពីខាងក្រោមនឹងមកនិយាយក៏សប្បាយដែរអញ្ចឹងយើងក៏នៅឈៀលភាគច្រើនគឺយើងឮពាក្យថាឈៀលនៅផ្នែកខាងលើគឺសប្បាយនៅពេលដែលយើងមកដល់នេះហើយគឺជាអនុស្សាវរីយ៍ដែលយើងតែងតែរំលឹកជាមួយគ្នានៅពេលដែលយើងទៅណាមួយពេលវេលាក៏កាន់តែដើរទៅមុខថ្ងៃលិចក៏មិនឈប់ឈរដើម្បីឲ្យយើងបន្តនៅការកំសាន្តនៅថ្ងៃដែរយើងក៏អង្គុយមើលថ្ងៃលិចជជែកគ្នារហូតដល់ពេលព្រលប់មកដល់ហើយទូកាយរបស់យើងឬក៏អ្នកភូមិរបស់យើងក៏រៀបចំចម្អិនអាហារដាំបាយរៀបចំដោយសារគាត់មានឆ្នាំងនិងម្ហូបមួយចំនួនដែលគាត់បានរៀបចំមកឲ្យយើងនៅក្នុងការចម្អិនអាហារពេលល្ងាចនេះជាធម្មតាម្ហូបអាហារគឺมันជាបញ្ហាសម្រាប់ពួកយើងទេអ្នកដែលឡើងភ្នំគឺត្រូវដឹងហើយម្ហូបអាហារអីក៏យើងអាចទទួលបានដែរដោយសារតែយើងអស់កម្លាំងហើយភាគច្រើនគឺអ្នកភូមិក៏ធ្វើម្ហូបឆ្ងាញ់ណាខ្ញុំធ្លាប់បានទទួលអនុស្សាវរីយ៍ជាច្រើននៅពេលដែលខ្ញុំធ្លាប់ធ្វើដំណើរនៅតំបន់អរ៉ែងពីកន្លងមកអ្នកភូមិគាត់ធ្វើបាយហើយយើងមិននិយាយអ្វីទាំងអស់ហើយយើងថាបានរៀបចំឲ្យចេញញ៉ាំបាយជាមួយអ្នកភូមិអញ្ចឹងម្ហូបអាហារគឺបែបភូមិទាំងអស់នេះហើយគឺជាបទពិសោធន៍ទាំងអស់នេះហើយគឺជាមេរៀនទាំងអស់នេះហើយគឺជាអនុស្សាវរីយ៍ទាំងអស់នេះហើយគឺជាអ្វីដែលអ្នកមួយចំនួនអត់បានឃើញអត់បានដឹងនៅទស្សនវិជ្ជាទាំងអស់ហ្នឹងចឹងគ្រប់គ្នាគឺជួយគ្នាធូកាយគាត់រៀបចំអាហារម្ហូបយើងក៏ជួយមើលនេះមើលនោះហាលសម្ដិលរបស់របរដែលយើងបានសើមពីល្ងាចមុនពេលអាហារនឹងរួច
ដាំបាយគឺជាមួយនឹងជូងដែលយើងដាក់ប្រកាសហើយធ្វើម្ហូបនៅទីនឹងដែរគ្រប់គ្នាមាន7មានដាក់7មកដែរតែភ្លេចសំបីតែយកឡើងមកអញ្ចឹងយើងក៏ជជែកគ្នាបដាចាំបាយឆ្អិនបដាអ្នកខ្លះក៏ហេវបដាអញ្ចឹងទៅយើងមានអាហារសម្រន់តិចតួចចែកគ្នាជជែកគ្នានិយាយអំពីទស្សនវិជ្ជាសប្បាយមែនទែនពេលដែលយើងឡើងមកភ្នំហើយជជែកចំអែចំអន់គ្នាទស្សនវិជ្ជាដែលយើងចុះឡើងពីលើមកសប្បាយម្យ៉ាងដែរម្ហូបបាយក៏ឆ្អិនបដាហើយយើងមានការបង្កាត់ភ្លើងភ្នក់របស់អ្នកភូមិផងយើងមានហ្គាសយើងមានចក្រានផ្សេងទៅអ្នកខ្លះថាដាំទឹកទូបាយហ្នឹងតែធ្វើម្ហូបផ្សេងជាមួយគ្នាដាក់សងខាងរៀបចំចានឆ្នាំងចានបាយចានអីរៀងខ្លួនទីញ៉ាំបាយអញ្ចឹងបាយយើងមានបាយឆ្នាំងហើយនឹងសឡស្ងោរជ្រក់មាន់មកជ្រក់ទីអីហ្នឹងជុំគ្នាហើយបន្តិចទៀតយើងមានសាច់ក្រកនិងសាច់គោងៀតដែលយើងបានដាក់មកអញ្ចឹងមុនពេលបាយឆ្អិនហ្នឹងក៏យើងដាក់សាច់គោងៀតអាំងចែកគ្នាញ៉ាំដែលដងយោបល់គ្នាក៏ប៉ារ៉ាតង់មួយហើយកំណាត់ឈើ2 3ញ៉ាំបាយជុំគ្នានិយាយគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយគ្រប់គ្នាកាន់ចានបាយម្នាក់មួយស្រូបហើយក៏បន្តចំអិននៅសាច់ក្រកញ៉ាំជុំគ្នានឹងឯងចឹងយើងបានម្នាក់មួយកណាត់ម្នាក់អីចឹងទៅញ៉ាំជុំគ្នាគឺជាអនុស្សាវរីយ៍ដ៏ល្អបំផុតនេះគឺជាម្ហូបដែលឆ្ងាញ់បំផុតសម្រាប់បាយនេះបោជន់ជើងទៅមកនេះសាច់ក្តារយើងម្ហូបខ្លះมันប្រកាសថាវាមានតម្លៃស្មើជាមួយម្ហូបទាំងអស់នេះដែលយើងបានញ៉ាំជុំគ្នាទីពេលវេលាដ៏ល្អអនុស្សាវរីយ៍ដែលរីករាយនឹងទស្សនវិជ្ជាដែលយើងបានបង្កើតវាបើសិនបើយើងមិនបានធ្វើវាទេប្រហែលជាពេលនេះកំពុងតែនៅកន្លែងធ្វើការកំពុងតែនៅផ្ទះកំពុងតែបំពេញការងារដែលអ្នកទាំងអស់គ្នាធ្វើរដងអញ្ចឹងសូមកុំឲ្យពេលវេលាទាំងអស់នោះអ្នកទាំងអស់គ្នាមិនបានបង្កើតវាដោយខ្លួនឯងសូមឆ្លៀតពេលសូមចំណាយពេលនៅក្នុងការបង្កើតរឿងបង្កើតអនុស្សាវរីយ៍និងដំណើរកម្សាន្តជាមួយនឹងមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាអរុនសុស្ដីព្រឹកឡើងក៏បានមកដល់បន្ទាប់ពីការពីយប់មិញយើងស្រស់ស្រូបអាហារអង្គុយជជែកផឹកតែអស់មួយយប់យើងក៏បំបែកគ្នាចូលតង់ចូលកន្លែងគេងរៀងខ្លួនព្រឹកឡើងក៏បានមកដល់ភាពស្ងប់ស្ងាត់ដែលយើងបានគេងកាលពីយប់មិញក៏មានគ្រប់គ្នាអ្នកខ្លះក៏គេងលក់ស្រួលទៅអ្នកខ្លះក៏គេងមិនសូវជាលក់ស្រួលទេចឹងតែចឹងពេលព្រឹកឡើងគឺគ្មានអីទេដាំទឹកផឹកកាហ្វេយើងមានកាហ្វេមួយខ្លះដែរហើយកូរចែកគ្នាផឹកកាហ្វេពេញនឹងទឹកចឹងនេះគឺជាអនុស្សាវរីយ៍ដែលគ្រប់គ្នាបានបង្កើតឡើងតាំងតែពីយប់រហូតដល់ព្រឹកមុនពេលដែលយើងធ្វើដំណើរត្រឡប់ទៅវិញបេសកកម្មយើងព្រឹកនេះគឺត្រូវតែឡើងទៅពោយមកកន្លែងទៀតដែលយើងហៅថាខ្នងកញ្ចក់នោះឯងមុននឹងយើងទៅយើងសុំទឹកតែហូបកាហ្វេមួយសម្រាប់សិនពេលដែលយើងឡើងហើយត្រឡប់មកវិញញ៉ាំអាហារពេលព្រឹកយើងត្រឡប់ទៅវិញតែម្ដងយើងមិនដឹងថាយើងនឹងចុះទៅវិញប៉ុន្មានម៉ោងទេព្រោះដោយសារតែយើងឡើងមកជិត4ម៉ោងទៅហើយចុះទៅវិញមិនដឹងថាអាចនឹងចំណាយពេលប៉ុណ្ណឹងឬក៏ច្រើនជាងនេះឬក៏យ៉ាងណាទេពេលដែលយើងត្រឡប់ទៅវិញមិនដឹងថាយើងត្រូវធ្វើដំណើរផ្លូវផ្សេងស្រួលជាងមុនអញ្ចឹងខ្ញុំនឹងបង្ហាញជូនបន្តិចទៀតនេះតែយើងត្រូវបន្តបេសកកម្មរបស់យើងទៅកាន់កន្លែងផ្នែកខាងលើដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងដូចជាផ្ទះមួយដូចជាជំរកកក់ក្ដៅមួយនៅកន្លែងអញ្ចឹងឯងទោះបីជាវាតំបន់ព្រៃភ្នំតែវាបានបង្កើតភាពកក់ក្ដៅបង្កើតបានជាជំរកតោះរៀបចំញ៉ាំអីតោះទស្សនវិជ្ជាមួយដ៏ស្រស់បំព្រងឡើងលើភ្នំឡើងលើទៅក្នុងកញ្ចក់នេះគឺជាទស្សនវិជ្ជាពេលព្រឹកដែលមានតង់មានរូបភាពមួយចំនួនដែលអ្នកទាំងអស់គ្នាបានឃើញយើងបានផ្ដិតនៅអនុស្សាវរីយ៍ផ្ដិតរូបថតផ្ដិតវីដេអូដើម្បីជាអនុស្សាវរីយ៍សម្រាប់ថ្ងៃក្រោយសម្រាប់មើលសម្រាប់កម្សាន្តនិងជាប្រវត្តិនៃដំណើរសាច់រឿងសម្រាប់និទានទៅក្មេងៗចំនួនក្រោយឬក៏កូនចៅរបស់យើងឯងពីដើមឡើយយើងឃើញពួកគាត់និទានតគ្នាតែលើកនេះគឺយើងមានឯកសារយើងមានភស្តុតាងយើងមានទស្សនវិជ្ជាដែលឲ្យពួកគាត់បានឃើញដែរមិនប្រកាសថាទស្សនវិជ្ជាទាំងអស់នេះនៅរក្សាដូចថ្ងៃនេះអញ្ចឹងទេវានឹងមានការផ្លាស់ប្ដូរទៅថ្ងៃក្រោយការផលិតឬក៏ផ្ដិតយកទស្សនវិជ្ជាទាំងអស់នោះវាជា
ប្រវត្តិសាស្ត្រនៃការបង្កើតឯកសាររបស់យើងទៅខ្លួនឯងបេសកកម្មបន្តគឺបានចាប់ផ្ដើមយើងត្រូវធ្វើដំណើររកព្រៃប្រហែលជា 2-3 នាទីប៉ុណ្ណោះចេញពីកន្លែងនេះដើម្បីចូលទៅកាន់ពយមួយខ្ញុំចាំបានថាកាលយើងមកលើកមុនគឺត្រូវតឡើងវត្តតែគាត់បានប្រាប់ហើយថាលើកនេះគឺបានធ្វើរួចរាល់នៅតំបន់នេះហើយយើងអាចឡើងដោយចណ្ដើរចងបានត្រឹមត្រូវជាងមុនពីមុនយើងចងអ្នកភូមិគាត់ចងឲ្យនឹងផាត់ភីងអាចនឹងបះផ្ងាអីតែលើកនេះគឺសុវត្ថិភាពជាងមុនច្រើនអញ្ចឹងសម្រាប់អ្នកដែលមកក្រោយៗគឺប្រហែលជាងាយស្រួលជាងអ្វីដែលយើងបានឃើញនេះឬក៏ប្រាក់ផែននេះក៏វាសមល្មមសម្រាប់អ្នកដែលគាត់ឡើងមុនដែរអញ្ចឹងយើងត្រូវឡើងមកទួលថ្មដូចអ្នកនេះឃើញថ្មហើយមានចដើខាងមុខនឹងអញ្ចឹងគឺជាកន្លែងដែលយើងត្រូវឡើងហើយពេលដែលអ្នកនេះឡើងទៅកន្លែងនេះគឺថ្មមួយដុំធំនេះឯងដែលអាចស្រង់យកទិដ្ឋភាពស្រង់យកអនុស្សាវរីយ៍និងបង្កើតនៅទិដ្ឋភាពដែលអ្នកទាំងអស់គ្នាស្រមៃនឹងចង់មកដែលដើរអស់រយៈកាល4ម៉ោងនឹងឯងការដើរទាំង4ម៉ោងនេះបានប្រកាសថាអ្វីដែលយើងទទួលបានគឺទិដ្ឋភាពនៅផ្នែកខាងលើទេតែយើងបានបង្កើតនៅអនុស្សាវរីយ៍យើងបានបង្កើតនៅអនុស្សាវរីយ៍យើងបានបង្កើតនៅមិត្តភាពយើងបានបង្កើតនៅការចងចាំរបស់យើងដែលអ្នកអស់គ្នាដើរនៅលើផ្លូវទាំងអស់នោះឯងនេះគឺជាទឹកដីរបស់យើងគួរតែសាកល្បងឲ្យទៅដល់នៅគ្រប់ទីកន្លែងទាំងអស់នៃដែនដីរបស់ប្រទេសកម្ពុជាគឺស្អាតណាស់គឺមានទាំងព្រៃមានទាំងភ្នំមានទាំងសមុទ្រអញ្ចឹងសូមបង្កើតអនុស្សាវរីយ៍ទាំងអស់នោះខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ទាំងអស់នោះទោះបីជាមិនបានផ្ដិតយកនៅរូបភាពនិងសាច់រឿងមួយចំនួនក៏ដោយតែអ្នកទាំងអស់គ្នាក៏ត្រូវបានផ្ដិតយកគឺទាំងអស់នោះរួចដែរចឹងនេះគឺជាទស្សនវិជ្ជារបស់ខ្ញុំដែលឡើងទៅផ្នែកខាងលើដើម្បីគយគន់ទេសភាពនិងស្រង់យកទស្សនវិជ្ជាជាអនុស្សាវរីយ៍មួយសម្រាប់អ្នកទាំងអស់គ្នានេះគឺជាលើកទី2ហើយដែលខ្ញុំមកដល់កន្លែងនេះតាមមួយគាត់ណាតើថាវាចំចុះពីលើនោះមកទៅចំកន្លែងឡើងបណ្ដោយងក់បងកន្លែងឡើងមួយទៀតកន្លែងដើមឈើធ្វើចដើមមកអុយកាន់គីឡូអញឡើងបានហើយគាត់ថាអញមានអីទៀតគាត់ថាអញតែ8ជាងឯង9ជាងem tôi cái nó với những cái này anh đi cả em wow đó lớn bắt tao cái lắc chiên có bá đấy rồi cái lấy bó rồi cái cộtទីបំផុតយើងមកដល់ផ្នែកខាងលើទោះបីជាថ្ងៃបន្តិចមែនតែទស្សនវិជ្ជានិងទេសភាពគឺនៅដដែលបរិយាកាសមួយដែលអ្នកទាំងអស់គ្នាអាចមើលឃើញបរិយាកាសមួយដែលអ្នកទាំងអស់គ្នាមិនអាចស្រមៃបានប្រសិនបើមិនដែលធ្លាប់មកទីកន្លែងនោះគឺបានត្រឹមតែឃើញទស្សនវិជ្ជាតែបរិយាកាស
ហើយជាមួយនឹងធម្មជាតិគឺมันបានដិតជាមួយនឹងអ្នកទាំងអស់គ្នាទេទីនេះគឺជាពយមួយខ្ពស់ដែលយើងអាចមើលឃើញទស្សនវិជ្ជាភ្នំជុំវិញទាំងអស់ហ្នឹងអាចមើលឃើញអូសោមទាំងមូលមួយផ្នែកតូចដែលជាសហគមន៍ឬក៏នៅតំបន់កពើភ្នំពួកមកជំនាញខាងនេះគឺតំបន់កពើភ្នំហើយនៅទីនេះគឺបងសហគមន៍គាត់បានរៀបចំជាកន្លែងអង្គុយលេងជាតុជាកន្លែងសម្រាប់យើងចំណតនៅថ្ងៃក្រោយប្រសិនបើយើងចង់មកគេងនៅផ្នែកខាងលើនេះគឺជាការផ្ដិតយកអនុស្សាវរីយ៍ដ៏ល្អមួយនៅពេលដែលយើងមកកន្លែងនេះពេលវេលារបស់យើងដែលយើងប្រឹងឡើងមករយៈពេល 3-4 ម៉ោងនេះគឺมันបានខកបំណងនោះទេបង្កើតអនុស្សាវរីយ៍ផ្ដិតយកទស្សនវិជ្ជាស្រូបយកបរិយាកាសនិងមើលទស្សនវិជ្ជាផ្សេងយើងអាចឃើញសត្វហោះសត្វហើរសត្វព្រៃដែលនៅទីនេះចូលសបុកនឹងព្រៃឈើផ្សេងផងដែរអ្នកភូមិបានណែនាំយើងប្រាប់សាច់រឿងមួយចំនួននិងការជជែកគ្នាលេងយ៉ាងច្រើននៅទីនេះវាជាអនុស្សាវរីយ៍ដែលខ្ញុំចង់បង្កើតហើយយើងគឺពិតជាបានបង្កើតអនុស្សាវរីយ៍នឹងដោយក្រុមតូចនេះផងដែរ Sleeping Pad របស់ម៉ែបន្ទាប់ពីយើងបានបង្កើតអនុស្សាវរីយ៍ការចងចាំនិងវីដេអូមួយចំនួនក៏យើងត្រឡប់ទៅវិញដើម្បីឲ្យស្រោតយើងទៅដល់ក្រោមធ្វើយ៉ាងណាក៏ដោយដល់ម៉ោងបាយព្រោះយើងត្រូវធ្វើដំណើរបន្តទៅទៀតទៅខេត្តបាត់ដំបងឲ្យទាន់ព្រលប់យើងត្រូវឆ្លងកាត់សំឡូតនិងតំបន់មួយចំនួនយប់នេះគឺយើងនឹងស្នាក់នៅបាត់ដំបងពិតជាពេលវេលាដែលគ្មានសល់បន្តិចបន្តួចសោះឡើយយើងសាកសម័យថាកាលពីម្សិលមិញយើងនៅជីផានដល់ឡើយធ្វើដំណើរជាង200គីឡូមកដល់អូសោខាងស្ដាំនោះបានភ្នំជាង10គីឡូចំណាយពេលជាង4ម៉ោងហើយយើងនឹងចុះពីលើភ្នំបន្តិចទៀតនេះដើម្បីបន្តដំណើរទៅកាន់ខេត្តបាត់ដំបងនៅសំឡូតយើងដឹងថាយើងមិនបានចំណាយពេលនៅទីនោះច្រើនទេតែយើងត្រូវចំណាយពេលនៅទីនោះបន្តិចបន្តួចផងដែរចឹងយើងទៅចុះពីលើខ្នងកញ្ចក់នេះទៅកាន់កន្លែងដែលយើងបានបោះតង់ការប្រយុទ្ធមិញដើម្បីស្រស់ស្រូបអាហារពេលព្រឹកវាជាទស្សនវិជ្ជាវាជាបរិយាកាសមួយដែលរីក្រណាលើមុនអាចដើរហ្នឹងវាផ្ងាហូបផ្ងាក្រួយទៀតអានេះចងឡើងវានៅអនុស្សាវរីយ៍មកអេមអានោះឡើងលើតែផ្ងាក្រួយទៀតតែឥឡូវលេងអញអានេះបើចងខ្សែមួយទៀតអេមបណ្ដោយមមហ៎ដាក់អូនចំចេះមកឡើងស្រួលហើយមានស្អីទៀត
bả chút đi đấy hiệp trăm anh đáp tin đáp đang du bài prật đó tóc anh ấy tóc mọt បន្ទាប់ពីយើងរៀបចំចុះមកដល់ខាងក្រោមរៀបចំទុកដាក់របស់របរមួយចំនួនយើងក៏ចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកហើយរៀបចំរបស់របរដើម្បីត្រឡប់ទៅវិញរបស់របរដែលយើងបានរៀបចំកាលពីយប់មិញខ្លះក៏បន្តរៀបចំមកដល់ពេលព្រឹកនេះដែរព្រោះរបស់ខ្លះយើងក៏រៀបចំទុកដាក់មុនដើម្បីកុំឲ្យខាតពេលញាត់ចូលទៅកាន់ការុងឬក៏របស់របរសម្រាប់ឲ្យ tour guide គាត់យកចុះទៅវិញនៅទីនេះគ្មានអីច្រើនទេមានកញ្ចប់មានឆាគ្រឿងឆាលីងរំលីងអីរបស់អ្នកភូមិហ្នឹងគឺឆ្ងាញ់មកទំហឹងហើយបាយព្រឹករបស់យើងហើយខ្ញុំនេះគឺបាយស្រូបជាមួយនឹងមីដាក់ជាមួយគ្រឿងទាំងអស់ហ្នឹងទៅគឺជាតិយកតែមែនតើហើយដើម្បីឲ្យមានកម្លាំងបន្តតោះ Roll action ម៉ោង 9 កន្លះ 4:26 តែយកកន្លះអូណូมันดับไปหรอดับបេសកកម្មបន្តក៏យើងចាប់ផ្ដើមយើងត្រូវចុះពីលើភ្នំនេះទៅផ្នែកខាងក្រោមដោយសារតែផ្លូវដែលយើងត្រឡប់ទៅវិញនេះមិនមែនផ្លូវដែលយើងឡើងមកនោះទេផ្លូវនេះគឺចោតខ្លាំងមែនទែនដែលយើងត្រូវតែត្រៀមជើងឲ្យស្រេចត្រៀមឈើច្រត់ឲ្យរួចរាល់ដើម្បីចុះទៅវិញផ្លូវនេះរៀងពិបាកបន្តិចតែវាអាចលឿនជាងមុនហើយក៏មានកន្លែងតោងច្រើនជាងមុនដែរមុននឹងចាប់ផ្ដើមយើងបានដាក់នៅថ្នាំមួយចំនួនថ្នាំលាបនឹងលាបដៃលាបជើងលាបខោអាវដើម្បីកុំឲ្យមានទៀកទៅវិញគឺដឹងតែទៀកច្រើនហើយព្រោះយប់មិញភ្លៀងហើយឧបសគ្គគឺយើងត្រូវតែដើរយ៉ាងពិបាកជាងមុនយើងដើរឆ្លងកាត់វាលមកភ្នំនោះមិញហើយបានយើងចុះទៅក្រោមខ្ញុំពិបាកពិពណ៌នាអំពីភាពពិបាកហ្នឹងណាគឺយើងត្រូវតោងយើងត្រូវយិតយើងត្រូវពិនិត្យមើលគ្រប់សពបែបយ៉ាងទាំងអស់នៅពេលយើងចុះមកដើរយើងត្រូវតែទប់ខ្លួនឲ្យជាប់ត្រូវឈើមួយត្រូវធ្វើយ៉ាងណាក៏ឲ្យមាន balance នៅក្នុងការទ្រយើងនឹងឯងឈើក៏ត្រូវរយយ៉ាងក្រាស់បន្តិចអញ្ចឹងផ្លូវចុះនេះគឺពិបាកយើងសាកសម័យថាកាលពីដែលយើងឡើងមកគឺ3ម៉ោងជាង4ម៉ោងអាច4ម៉ោងជាងខ្ញុំចុះទៅវិញគឺរយៈពេលដល់1ម៉ោងមិនដល់2ម៉ោងនេះគឺម៉ោង40ជាងគឺយើងទៅដល់ក្រោមអញ្ចឹងខ្ញុំពិតជាពិបាកនៅក្នុងការបង្ហាញពីទស្សនវិជ្ជាដែលពិបាកខ្លាំងពីចុះទៅវិញផ្លូវនេះអាចនឹងងាយស្រួលក្នុងការចុះតែបើឡើងគឺដឹងទៅមកតំហឹងហើយព្រោះដោយសារតែវាពិតជាចោតខ្លាំងមែនតើផ្លូវខ្លះគឺថ្មីគឺគាត់ទៅតែលុកកាពីម្សិលមិញសម្រាប់ឲ្យយើងទេអញ្ចឹងបើសិនជាយើងគ្មានអ្នកភូមិទេប្រហែលជាពិបាកណាស់ដើម្បីចុះទៅកាន់ចម្រាក់មួយនេះដើម្បី
ឲ្យងាយស្រួលជាងមុនបើយើងដើរផ្លូវចាស់ប្រហែលជាចំណាយពេលយ៉ាងហោចណាស់គឺ 3-4 ម៉ោងបន្តទៀតហើយមុនពេលដែលយើងទៅដល់ខាងក្រោមណាមួយយើងត្រូវធ្វើដំណើរទៅបាត់ដំបងបន្តទៀតដែរអញ្ចឹងផ្លូវនេះគឺជាជម្រើសល្អបំផុតសម្រាប់យើងហើយគាត់ក៏ណែនាំឬក៏បានធ្វើផែនការតាំងពីម្សិលមិញហើយថាយើងនឹងត្រូវចុះមកវិញទៅតាមផ្លូវនេះព្រោះផ្លូវនេះគឺវាងាយស្រួលអ្នកទាំងអស់គ្នាឃើញតែវីដេអូចឹងទេកន្លែងខ្លះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាចង់ដាក់ចូលទៅក្នុងវីដេអូសម្រាប់អ្នកទាំងអស់គ្នាណាតែมันបានទាំងស្រុងទេព្រោះយើងបានឃើញទស្សនវិជ្ជាផ្សេងៗដែលពេលខ្លះយើងមិនអាចរៀបរាប់បានដូចជាជំរោគសម្រាប់សត្វដែលខ្ញុំបានឃើញមានកន្លែងដែលគួរចាប់អារម្មណ៍ជាច្រើនផ្សេងទៀតដែរនៅទីនេះឃើញតែបើកថ្ងៃល្អចឹងទេតែទៀកគឺសបោដូចតែគ្នាដែរទេឲ្យតែកន្លែងណាល្ងិតមានស្លឹកឈើច្រើនម្លប់ហ្នឹងគឺសបោសក្តាដើរមុនខ្ញុំគាត់មិនសូវប្រហើបប្រមាណទេតែខ្ញុំគឺខ្ញុំឃើញហើយអ្នកដើរខាងក្រោយខ្ញុំគឺប្រពន្ធខ្ញុំហ្នឹងគឺគាត់ហ្នឹងគឺដឹងតែតាមខ្ញុំមកព្រោះអ្នកដែលគាត់ដើរមុនភាគច្រើនគេចាញ់ចំណាំថាមិនសូវឃើញមានទៀកខាំទេតែជាក់ស្ដែងអ្នកដើរមុនហ្នឹងគាត់ទៀកសបោណាស់ដែរហើយបន្ទាប់មកអ្នកទី2ទី3ហ្នឹងក៏អាចនឹងរងក្នុងការទៀកគាត់ដើរមកដល់ដែរអញ្ចឹងប្រហែលជាទៀកហ្នឹងមានញៀនដែលអាចស្ដាប់សំឡេងអាចចាប់យកកម្ដៅអីចឹងជាដើមអញ្ចឹងគាត់អាចនឹងអ្នកដើរមុខផុតហើយក៏អាចហៅអ្នកទី3ទី4អីហៅហើយចឹងដើរបោចទៀកដើរមើលឃើញទៀកដើរវើដើរស្រែកប្រាប់អ្នកក្រោយចឹងទៅពុនខ្ញុំខ្លាចសម្បើមណាស់ដែរអញ្ចឹងនេះគឺជាអនុស្សាវរីយ៍មួយការចងចាំដូចតែខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងផ្លូវគឺអញ្ចឹងគឺនេះយើងថតគឺមើលឃើញខុសគ្នាពីទស្សនវិជ្ជាពិតរស័យជ្រងច្រាក់ខ្លះអោនខ្លះត្រូវអោនខ្លះត្រូវមានឈើវៃត្រឡប់មកវិញលាក់អញ្ចឹងទៅអញ្ចឹងគឺជាទស្សនវិជ្ជាមួយដែលពិបាកគួរសមដែរឃើញតោះទៀតអត់មានស្ប្រេទេស្ប្រេអស់កាន់ទឹកទៀតខ្ញុំវាមកគុំពេលដើរគ្មានបានមើលអីទេគឺវឺតនៅក្នុងការដើរមកប្រពន្ធខ្ញុំគឺទៀកពេញជើងដោយអ្នកនរបានឃើញទស្សនវិជ្ជាមិនអញ្ចឹងទៀកគឺសបោមែនទែនទៀកមកជាចង្កោមជាគ្រួសារជាចដូន1ចដូន2មកអស់ហើយពេញតែជើងនឹងគឺអត់ទួយអត់ធំសម្មេមសម្មាមពេញតែជើងដឹងហុកជោគលុកលៀនណាខ្លះហើយមកដល់ក្រោមកន្លែងនេះគឺមានទៀកមួយទៀមសក្តាមិនទៀមទេវើកដាលមុខកន្លែងម៉ាស់ពាក់កហ្នឹងនៅមុខហ្មងអញ្ចឹងត្រូវបេះបោចបដើប្រាប់បដើបោចហើយត្រូវដើរទៅមុខតិចទៅពូគេលុះអាទៀកហ្នឹងវាដើរមកទៀតបោចហ្នឹងអត់ហ៊ានហូរមលប់ទៀតសុទ្ធសឹងហូរកន្លែងថ្ងៃពូទៀកហ្នឹងវាមិនសូវជួយចិត្តថ្ងៃប្រហែលទេអញ្ចឹងត្រូវបោចកណ្ដាលថ្ងៃហើយដើរទៅមុខបន្តិចអីចឹងទៅជួយបេះបោចគ្នាក៏ពិតអត់មានទៀកអីទៀមអីទេនៅនេះមើលអស់ហើយអត់មានអីហត់លេងមានទៀកមួយនេះនៅសក្តាបេះបោចមានពីមុខមិញហ្នឹងតោះមកយើងឆ្លងតែមកអូនេះទៀតគឺមកដល់ហើយខ្ញុំថាអីមកដល់កន្លែងនេះតែឲ្យឆ្លងអូទៀតអូមានថានៅលើភ្នំមានទៀកមកដល់ទឹកមានឆ្លឿងស្រុកនេះគឺចឹងត្មងគឺដឹងតែអញ្ចឹងហើយស្រុកនេះគឺប្រើកបីអញ្ចឹងទៅគឺទៀកក៏មានឆ្លឿងក៏សបោអញ្ចឹងឡើងលើភ្នំមានទៀកចុះមកក្រោមទឹកមានឆ្លឿងតែច្រឡំទៅដើរកាត់តំបន់កពើនោះមានកពើទៀតតែកពើនៅនេះស្រូតទេកពើអ្នកតាកពើភ្នំយើងនឹងឯងអញ្ចឹងមិនសូវជាបញ្ហាទេតែយើងត្រូវប្រយ័ត្នយើងត្រូវគោរពអីនឹងឯងអញ្ចឹងយើងដើរមកអូនេះដោយអ្នកអស់នេះឃើញទស្សនវិជ្ជាអញ្ចឹងគឺមកអេមហើយនៅភ្នំគឺស្អាតទស្សនវិជ្ជាទឹកថ្លាឆ្វង់តែច្រឡំដាក់ជើងចូលហើយបានតែទីណាឆ្លើងមកលវើកពេញទៅនឹងហើយឈិចឆ្លើងមិនចេះតូចទេយ៉ាងហោចណាស់ក៏ប៉ុនកូនដៃហើយរីកទៅពេលខ្លះក៏ប៉ុនមេដៃគឺលវើកលឿនឆ្មាញ់មកតែពេញទឹកនឹងឯង
Cả đấy. Ôi, đó tự quá. Kena bat. Mấy không? Tí bấm phốt dương mà đo phùm mình mà đo vì vinh hơi vì ní mình dù của má anh dương được đo tất cả cái lại để dương kia mà dù tại chạy đó nói niệm mà dù cứ làm trên tận bà đây dương có thử thôi mà đòi một tô miền nè mà dù một tô dương nên cứ chập đàm chết heo bà ấy bụng đo khổm chết ngay tròn ấy mà đọc chiên ấy chân dương bị nứt bị cháy mưa tiệt mưa xây hô hai trăm kia chân tứ cho tật ọt hiền cho lên tất thiết đó là tật những người xa đẹp mình chưa lừa dương cô chạm thời tận ở đòi mình khi dân dùng một tố hay dùng thua đồng nào thật lọp tới can sau stay mộtពេលដែលយើងជិះចំទៅកាន់បាត់ដំបងយើងចាញ់ម៉ោង3ព្រោះហត់តិចដែរអញ្ចឹងចង់សម្រាប់សិនបាយទៅយកម្នាក់ទៀតពីរនាក់ទៀតបន្ទាប់ពីយើងបានមកដល់ homestay សោះស្រូបអាហារពេលថ្ងៃត្រង់មេឃក៏ចាប់ផ្ដើមមកអុលមកយ៉ាងត្រជាក់ត្រជុំមុនពេលដែលយើងធ្វើបន្តដំណើរទៅកាន់ខេត្តបាត់ដំបងការធ្វើដំណើរលើកនេះគឺយើងត្រូវឆ្លងកាត់ស្រុកសំឡូតដែលជាស្រុកត្រេនៅគឺពេញទីកំណត់គោលដៅដំបូងយើងនោះគឺដំបូងគឺត្រូវមកសំឡូតនេះឯងដែលជាទិសដៅរបស់យើងហើយសំឡូតគឺយើងត្រូវធ្វើដំណើរទៅកាន់ទៅប្រៃហើយបុកឈ្មោះទៅកាន់អសតេដែលគ្រប់គ្នាស្គាល់អសតេឬក៏វាច្បាស់ខ្ញុំធ្លាប់មកផ្លូវនេះច្រើនផ្លូវគឺស្អាតដែលស្ពានថាភ្លៀងគឺស្អាតតែផ្លូវដួលទាំងអស់គ្នាបានឃើញចឹងយើងធ្វើដំណើរបែបនេះជាង200គីឡូពេលល្ងាចដែលមិនឈប់សម្រាកស្ទាល់តែសោះតែម្ដងអ្នកណាធ្វើបត់ជើងបត់ដៃគឺឈប់ខ្លួនឯងសម្រាប់បត់ជើងបត់ដៃធ្វើដំណើរឆ្ពោះទៅយ៉ាងណាក៏ដោយឲ្យបានមុនពេលដែលល្ងិតជ្រៅមកដល់ខេត្តបាត់ដំបងមកដល់បាត់ដំបងអ្នកនាំផ្លូវវាជិះចុះជិះឡើងទៅចេញដល់ផ្លូវជាតិលេខ5ឯណានោះចេញវាងក្រុងតែมันជាបញ្ហាទេយើងមិនឆ្ងាយពេកទេយើងក៏ត្រឡប់ចូលមកកាន់ក្រុងវិញហើយដំណើរដល់ពិបាកនោះគឺមិនទាន់មានកន្លែងគេងទេថ្ងៃនេះជាថ្ងៃបុណ្យអញ្ចឹងពិបាកដែរហូរកន្លែងគេងសមរម្យមិនបានអញ្ចឹងយើងត្រូវចាំបាត់ដំបងពេញហើយកំពុងតែទៅសួរមកកន្លែងពីកន្លែងទៀតនៅបងកោចុះនេះបានហ៎តើមកចុះឈ្មោះអូមានខ្ញុំស្គាល់កន្លែងបន្ទាប់ពីរោកន្លែងមួយពីរអស់ចិនហើយយើងក៏បានកន្លែងសម្រាប់បានពីបន្ទប់ហើយអញ្ចឹងយើងបែងចែកគ្នាគេងនៅពេលយប់នេះហើយដើម្បីបន្តទៅកាន់ការញ៉ាំអាហារពេលល្ងាចអត់ហ៊ានងូតទឹកទេព្រោះដឹងតែងូតទឹកគឺដឹងតែអស់កម្លាំងដេកយកទៅមកហើយចឹងគ្រប់គ្នារៀបចំអីវ៉ាន់សម្រាប់សម្រួលខ្លួនបន្តិចណាត់ម៉ោងគ្នាដើម្បីទៅញ៉ាំស៊ុបពេលល្ងាចព្រោះគ្នាដឹងអស់កម្លាំងហើយចឹងធ្វើការកម្លាំងដោយធម្មពលស៊ុបអញ្ចឹងក៏ណាត់គ្នាមកទៅញ៉ាំស៊ុបអីហូរហើយចឹងទៅបាក់វាអស់ហើយម្នាក់យើងសាកសម័យថាចុះពីលើភ្នំហើយ
chi mô tô 200 kg ពេលខ្លះអត់នឹកសម័យថាចេះមានកម្លាំងមកពីណាណាជីរាប់សិបម៉ោងគ្មានឈប់គ្មានសម្រាប់អីសោះនេះហើយគឺកម្លាំងដើរលេងបាទយកខាងណាបានកន្លែងស្នាក់នៅសំរុំហើយមានម៉ាស៊ីនត្រជាក់និងទៅសមុខពេញបន្ទប់នឹងហើយអញ្ចឹងបាទអែម comfort ដេកស្រួលហើយយប់នេះបាទផែនការទី1គឺមកញ៉ាំអីអញ្ចឹងយើងមកដើររកស៊ុបពីកន្លែងមានស៊ុបបុរាណស៊ុបអីណាហូរហែឥឡូវយើងបានមកដល់ស៊ុបកន្លែងនេះស៊ុបប៊ូសុភ័ណ្ឌស៊ុបនេះតាំងពីទីមិនជ័យដើមឡើយគឺនៅទីមិនជ័យទេហើយក៏មករីកសាខាពេញមកដល់ខេត្តបាត់ដំបងនេះដែរអញ្ចឹងយើងក៏ដាក់ស៊ុបមួយឆ្នាំងហៅយកកម្លាំងហ្នឹងឯងហើយឆ្ងាញ់ជាតិក៏ពិតមែនតើទៅចង់ទៅហូរស៊ុបខ្មែរស៊ុបយើងណាតែអត់មានអញ្ចឹងមានមកស៊ុបដាក់អីចេះទៅមិនសូវជាចង់ប្រហែលនេះប៉ុន្តែអត់មានហើយយើងយប់អីអញ្ចឹងយើងដើម្បីបានកម្លាំងគឺយើងដាក់អីក្តៅយកកម្លាំងសម្រាប់ធ្វើដំណើរបន្តទៅយប់នេះទៀតខ្ញុំចប់តង់ទី1តែគ្នាយើងខ្លះគឺបន្តទៅតង់ទី2ពួកគោលដៅរបស់គេគឺតង់ទី2ហ្នឹងហើយគឺទៅកាន់តំបន់ឈៀលរបស់ប្រាំងញ៉ាំអីហើយបែកជើងជា2ក្រុមពីបន្ទប់គឺធ្វើដំណើរទៅតង់ទី2តែខ្ញុំមកដល់តង់ទី1ព្រឹកល្មមដេកមកឆ្ងាញ់តែម្ដងហើយយើងក៏ចាប់ដើមរៀបចំឲ្យបានដែរហើយទៅស្រស់ស្រូបអាហារពេលព្រឹកគឺបាយស្រូបនៅបាត់ដំបងគៀនសាលាគឺមកដល់ម្ដាយចៅនេះគឺបាយស្រូបនៅនេះគឺធូរថ្លៃឆ្ងាញ់ហើយរសជាតិដើមអញ្ចឹងគ្រប់គ្នាអាចមកសាកល្បងបានខ្ញុំហៅមើលខ្លួនឯងមើលខ្លួនឯងទៅនៅគៀនសាលាហ្នឹងឯងកន្លែងហ្នឹងបន្ទាប់ពីយើងចូលស្រស់ស្រូបហើយជជែកគ្នាគិតទៅអនុស្សាវរីយ៍គ្នាកម្លាំងនឹងមកពីណាព្រឹកឡើងមានកម្លាំងជជែកគ្នាបាញ់គ្នាអូគ្រប់សពគ្រប់រឿងនិយាយពីរឿងយប់មិញស្អីអាណាណៃអ្នកដេកសមុកដេកស្អីហូហែណាចូលបាប្រាំងអីណាវូប្រហែលតង់អីគ្នាទេមុនពេលបានបាយហូបអានេះហើយគឺជាអនុស្សាវរីយ៍ដែលគេដើរលេងទៅមួយចាត់ឌីណាមកមិន10បាយចឹងCần đi mà phi bị đau rồi chứ. Bắt chi mà bị thằng nào cũng bay. Ồ mà chôm mày. Mà chôm mày. Trời tay trời. បន្ទាប់ពីញ៉ាំបាយស្រស់ស្រូបជជែកគ្នាអ្នកនោះអ្នកអីចឹងទៅហូហែចឹងទៅគឺយើងបានបង្កើតអនុស្សាវរីយ៍ការញ៉ាំបាយស្គាល់ទីកន្លែងស្គាល់អីហូហែចឹងទៅមុនពេលទៅដាក់កាហ្វេគោលដៅថ្ងៃនេះយើងនឹងចេញពីបាត់ដំបងឲ្យមុនក្រោយពេលបាយអញ្ចឹងយើងបាយយើងថ្ងៃហើយម៉ោង10ជាងហ្នឹងបាយសូមម៉ោង10ម៉ោងអីហ្នឹងហើយអញ្ចឹងយើងគិតថាទៅមួយកន្លែងទៀតទៅដើម្បីឲ្យស្គាល់ទីតាំងចំនួនអញ្ចឹងយើងក៏សម្រាប់ទៅម្ដុំប្រាំងជាកន្លែងដែលអ្នកឲ្យស្គាល់ដែរផ្លូវលេខប្រហែលនេះលេខ2កន្លះមិនដឹងខ្ញុំដឹងដែរអត់ស្គាល់ដែរតែខ្ញុំដឹងថាធ្លាប់ជិះកាត់កន្លែងហ្នឹងតែភូមិសាស្ត្រខ្ញុំសូវជាចាំឈ្មោះអីជាស្ដែងទេដឹងតែស្គាល់ហូបឃើញអញ្ចឹងប្លុកនេះអ្នកនរនេះអាចមកហូបបានដែលភាគច្រើនគឺហាងកាហ្វេហើយតំបន់អគារចាស់សម័យដើមវ័យចេញជាកន្លែងសម្រាប់ធ្វើញ៉ាំអីកាហ្វេម្ជូរនេះអីហ្នឹងគឺដឹងតែអីមកចឹងគ្រប់គ្នាគឺភាគច្រើនមកនឹងមួយផ្នែកចឹងទៅហើយទៅកន្លែងផ្សេងហាងកាហ្វេcủaខ្ញុំ list ដល់នៅខេត្តបាត់ដំបងមិនក្រុម30ទេកន្លែងដែលធ្វើទៅតែមកពេលវេលាមកកន្លែងឈប់ញ៉ាំកាហ្វេថតរូប chill សប្បាយអស់ចិត្តអស់ចង់ហើយបានយើងចាប់ផ្ដើមបន្តដំណើរទៅទៀតអញ្ចឹងយើងឆ្លៀតថតរូបពី3ស្លាកអញ្ចឹងទៅទីតាំងមួយទៀតដែលយើងទៅភូមិរស័យភូមិសំណាញ់ភូមិរស័យភូមិសំណាញ់ដែលយើងទៅទីទៀតនៅក្រោយភូមិសពៅហ្នឹងដែលមានដើមស្លាដើមអីច្រើនដែលអ្នកនរគ្នាធ្លាប់ឮអញ្ចឹងយើងទៅញ៉ាំត្រេននៅហ្នឹងហូបទិញត្រេនញ៉ាំនៅហ្នឹងមកអញ្ចឹងយើងបន្ទាប់ពីដាក់កាហ្វេអស់ហើយថតរូបអស់ហើយយើងក៏ធ្វើដំណើរតទៅមុខទៀតអញ្ចឹងយើងចិត្តដល់ផ្លូវបាត់ចូលត្រេនមកពីណាវិញត្រេនសំឡូតមិនសមមិញហ្នឹងជែកគ្នាពីល្ងាចទៀតអ្នកចង់ញ៉ាំនៅក្រោយអ្នកនាំផ្លូវចេះជិះរេយឺតរយឺតអត់មានសង់តង់គ្នាបានស៊ីត្រេនពីល្ងាចសោះព្រោះមកហ្នឹងគឺគោលបំណងស៊ីត្រេនសំឡូតអញ្ចឹងឥឡូវអត់បានយ៉ាងផឹកឡើងទិញត្រេនស៊ីបដោយ
ចឹងយើងក៏ធ្វើការទិញត្រេនវិចខ្ចប់ទៅកាន់ភូមិសំណាញ់ដើម្បីស្រោះស្រូបត្រេនជុំគ្នាសម្រាប់បន្តិចបន្តួចយើងធ្វើដំណើរបន្តដើម្បីទៅកាន់ភ្នំពេញវិញចឹងចាប់ពីកន្លែងនេះទៅក៏មិនមានអនុស្សាវរីយ៍អីច្រើនដែរមានទស្សនវិជ្ជាមួយចំនួនដែរចឹងយើងក៏ធ្វើដំណើរទៅកាន់ទីតាំងទី2ទីតាំងនេះគឺភាគច្រើនគេមកមើលប្រជាពេលល្ងាចអ្នកទាំងអស់គ្នាអាចមកឃើញទស្សនវិជ្ជានេះបានមិនឆ្ងាយប្រហែលពីទីប្រជុំជនទេប្រហែលជា10គីឡូជាងនេះដែរភូមិសំណាញ់គឺនៅផ្នែកខាងក្រោយនៃភ្នំនេះឯងដែលអាចធ្វើការជិះតាម map បានព្រោះផ្លូវមិនជាពិបាកទេខ្ញុំធ្លាប់ជិះផ្លូវវាងមកភ្នំខាងនោះដោយសារតែពីកាលមុនខ្ញុំធ្វើដំណើរចេញពីខាងបៃលិនមកផ្លូវនេះខ្ញុំជិះច្រើនដងដែរហើយតែពេលខ្លះក៏ជិះផ្លូវផ្សេងតាម map តាមអីចឹងទៅចឹងយើងមកកាន់ភូមិសំណាញ់នៅទីនេះមានកន្លែងសម្រាប់ញ៉ាំអីមួយភាគច្រើនគឺមានជាសហគមន៍ភូមិនៅខាងក្រោយនេះឯងភូមិចាស់ចឹងមានគេដាំដើមស្លាដើមអីគឺតំណងដែរហើយយើងអាចមកអង្គុយលេងញ៉ាំកាហ្វេនៅនេះអត់មានកាហ្វេអីទេមានអ្នកភូមិគាត់លក់ចំណីចំហុកអាហារអីតិចតួចដែរចឹងយើងក៏មកសម្រាប់នៅនេះព្រោះវាតិចដែរចឹងយើងក៏ហែកត្រេនញ៉ាំនៅទីនេះអញ្ចឹងទៅបាទ បន្ទាប់ពីយើងញ៉ាំត្រេនសម្រាប់មកសម្បកដែរទៅអ្នកខ្លះក៏សម្រាប់លក់អ្នកខ្លះក៏មិនសម្រាប់លក់អញ្ចឹងក៏យើងអាចចេញពីទីតាំងនេះហើយឆ្ពោះទៅកាន់ពោធិ៍សាត់ដែលជាកន្លែងដែលយើងស្រស់ស្រូបអាហារពេលថ្ងៃត្រង់ពោធិ៍សាត់មានកន្លែងមួយនៅជិតស្ពានវាងក្រុងបាត់ឆ្វេងទៅកន្លែងគេលក់មាន់ដែលយើងបានធ្វើការពិនិត្យមើលតាម Facebook តាម TikTok ថាកន្លែងនេះវាតំណងដែរមានកញ្ចុះមានអីអង្គុយលេងអញ្ចឹងក៏យើងសម្រេចថាចេញពីទីនេះម៉ោង 12 ជាងហើយហ្នឹងពូគ្នាញ៉ាំត្រេនញ៉ាំអីមកអស់ចិត្តបានមកដល់កន្លែងអានមាន់នេះនៅនេះគឺមានលក់តែមាន់ហើយពឹសជាងគឺអីតំណងដែរបាយនេះសមវាទេនឹងអត់មានលក់បាយទេចឹងបើចង់មកឡើយហ្នឹងគឺញ៉ាំតែមាន់នេះចឹងយើងញ៉ាំមាន់ហើយធ្វើដំណើរបន្តទៅភ្នំពេញចាប់ដើមអស់ខ្សោះអ្នកតិចតួចហ្នឹងតែ speed កម្លាំងនៅក្នុងការធ្វើដំណើរមួយនេះมันអស់ពេកទេបន្ទាប់ពីយើងចេញពីខេត្តពោធិ៍សាត់ពេលអាសៀលហើយយើងនឹងមិនចោលកន្លែងមួយទៀតទេគឺកន្លែងបាចកៈនេះតំណងមកគេអញ្ចឹងបើកាត់ខេត្តកំពង់ឆ្នាំងអីចូលទៅដល់មុខសាលាស្អីទៀតទេផ្លេចបាត់ហើយសាលាស្អីនៅមុខហ្នឹងចឹងហៅមើលទៅខ្ញុំដាក់បាត់នៅហ្នឹងឯងបើចេះពីបច្ច័យហូបឃើញខ្ញុំសុំលាក់កន្លែងអញ្ចឹងយើងហៅបាត់គេមូអាំងចកអញ្ចឹងមកយើងអាំងនៅលើនេះចឹងគាត់លក់តាំងពីគាត់នៅក្មេងៗនិយាយនៅហ្នឹងគាត់លក់តាំងពីនៅក្មេងប្រមុខហ្នឹងគឺសាលារៀនណាគាត់លក់រហូតដល់ឥឡូវហ្នឹងនៅកន្លែងនេះឆ្ងាញ់អញ្ចឹងមានបន្លែមានលក់អីហ្នឹងណាអញ្ចឹងយើងអាចញ៉ាំនៅនេះបានតំណងដែរអាហារសម្រន់ដែលអ្នកទាំងអស់គ្នាអាចរកបានណាអញ្ចឹងយើងក៏មិនបង្អង់យូរដាក់តុដាក់កៅអីអង្គុយញ៉ាំយ៉ាងរំភើយមុនពេលដែលត្រឡប់ទៅកាន់ភ្នំពេញវិញទៅដល់ភ្នំពេញគឺយើងបែកគ្នាសឹងថាយើងអាចចែកជើងគ្នាពីកន្លែងនេះហើយព្រោះទិសដៅចុងក្រោយគឺខុសៗគ្នាកម្លាំងល្បឿននៃការធ្វើដំណើរក៏អាចនឹងខុសៗគ្នាដែរអ្នកខ្លះក៏អាចទៅដល់មុនអ្នកខ្លះក៏អាចទៅដល់ក្រោយអញ្ចឹងគឺជាស្ថានីយ៍ចុងក្រោយដែលយើងជជែកចំណាយភាសាហាក់បីដូចជាមិនអស់កម្លាំងទេកម្លាំងនៅពេញគ្រប់គ្នានៅជជែកនៅញ៉ាំមកឆ្ងាញ់អស់ចិត្តហូហាភាសាគ្នាអញ្ចឹងទៅហើយបានយើងចែកជើងគ្នាត្រឡប់ទៅភ្នំពេញវិញយើងធ្វើដំណើរមិនយូរប៉ុន្មានក៏មកដល់រាជធានីភ្នំពេញប្រឡប់ហើយប្រហែល7 8អញ្ចឹងយើងមកដល់ផ្ទះអាចជាម៉ោង9បញ្ចប់បេសកកម្មរបស់យើងវាជាអនុស្សាវរីយ៍មួយដ៏ល្អដែលយើងបានធ្វើវាហើយក្នុងរយៈពេល2យប់3ថ្ងៃគឺល្អមែនតើបេសកកម្មត្រូវបានបញ្ចប់យ៉ា